ជំរាបសួរណាបាទស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងនឹងត្រឡប់មកវិញជាមួយនឹងរឿងអ៊ំចោតអ៊ំយ៉ាន់ម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងលើកយករឿងរ៉ាវដ៏ព្រឺព្រួយមួយដែលនិយាយអំពីការតាមប្រមាញ់សត្វខ្លារហូតដល់2ក្បាលគឺជាខ្លាញីឈ្មោលដែលបានចូលមកអុកលុកអ្នកភូមិនៅក្នុងស្រុកមួយគឺនៅក្នុងខេត្តកំពង់ធំវាគឺជារឿងពិតដែលស្ថិតនៅក្នុងសម័យសង្គ្រាមតែមុននឹងចូលទៅដល់សាច់រឿងរបស់យើងកុំភ្លេចចុច like subscribe និងបើកកណ្ដឹង notification ដើម្បីទទួលបាននូវវីដេអូថ្មីចង់ដឹងថាសាច់រឿងរបស់យើងសាហាវព្រឺព្រួយយ៉ាងណាតោះចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នានេះគឺជាដំណើរដើមរឿងរបស់អ៊ំបន្តនៅពេលនោះពួកគាត់នៅក្នុងជួរទាហាននឡាយគឺនៅក្នុងខេត្តកំពង់ធំហើយនៅពេលនោះពួកគាត់ទទួលបញ្ជាពីមេបញ្ជាការរបស់ពួកគាត់ឲ្យជំលះអ្នកភូមិទៅស្រុកមួយទៀតគឺមានន័យថាភូមិដែលប្រជាជនទាំងអស់នោះកំពុងតែរស់នៅគឺត្រូវបានគេរើសយកមកធ្វើជាទីតាំងដើម្បីធ្វើសង្គ្រាមគឺជាទីតាំងយុទ្ធសាស្ត្រដូច្នេះហើយប្រជាជនទាំងអស់គឺត្រូវតែជំលះចេញពីទីនោះហើយគេក៏មានពេលវេលាសម្រាប់ឲ្យប្រជាជនផ្លាស់ប្ដូរភូមិស្រុកផងដែរគេមិនបាញ់ឬក៏វាយប្រហារប្រជាជននោះទេនៅពេលដែលប្រជាជនទាំងអស់នោះចាក់ចេញផុតទើបគេបន្តធ្វើសង្គ្រាមទៀតហើយនៅពេលដែលត្រូវជំលះប្រជាជននោះមេបញ្ជាការរបស់អ៊ំបានបញ្ជាឲ្យទាហានទាំងអស់មានចំនួន35នាក់ដើម្បីជូនប្រជាជនទៅស្រុកមួយទៀតក្នុងចំណោមនោះក៏មានអ៊ំយ៉ាន់អ៊ំចោតអ៊ំដេតនិងអ៊ំសនផងដែរហើយពួកគាត់ទាំង4នាក់ពេលដែលទៅនោះគេឲ្យបេត្រយងចេក2ដើមសម្រាប់ពួកគាត់4នាក់និងកាំភ្លើងផ្សេងៗទៀតហើយក៏មានក្របបែកបន្ថែមដែរប៉ុន្តែមុនពេលដែលជូនប្រជាជនទៅកាន់ដីថ្មីមេបញ្ជាការរបស់គាត់បាននិយាយថាគឺឲ្យមនុស្ស10នាក់ដើម្បីនៅជួយមើលថែប្រជាជននៅទីនោះព្រោះភូមិថ្មីដែលត្រូវទៅនោះគឺមិនទាន់មានមនុស្សរស់នៅឡើយខ្លាចមានពពួកសត្វសាហាវឬក៏ចោរព្រៃមកធ្វើបាបប្រជាជនផងដែរអញ្ចឹងមានន័យថាទាហានទាំង35នាក់នោះនៅពេលដែលទៅដល់ឡានដឹកចេញមកវិញចំនួន25នាក់ហើយទុក10នាក់ឲ្យនៅជួយមើលការខុសត្រូវនៅទីនោះហើយក្នុងចំណោមនោះក៏មានអ៊ំផងដែរនៅពេលដែលពួកគាត់ចាប់ផ្ដើមរៀបចំនិងជូនប្រជាជនចេញពីភូមិស្រុករបស់ពួកគេអ៊ំគាត់ថាត្រូវធ្វើដំណើររហូតទៅដល់2ថ្ងៃឯណោះទម្រាំតែទៅដល់ភូមិថ្មីហើយប្រជាជនគេមិនមែនមានតែខ្លួនឯណាអ្នកខ្លះមានគោក្របីរទេះគោនិងសម្ភារៈផ្សេងៗដែលត្រូវយកទៅជាមួយផងដែរលុះរហូតដល់ពេលទៅដល់ដីថ្មីក៏មានឡានដំរីទឹកមួយបានបើកមកយកមនុស្សមួយចំនួនត្រឡប់មកវិញហើយឡាននោះក៏បានដឹកស្បៀងអាហារមួយចំនួនយកទៅឲ្យប្រជាជននិងអ៊ំផងដែរនៅពេលដែលទៅដល់ដំបូងនោះគាត់ថាគ្រួសារប្រជាជនទាំងអស់ពេលដែលទៅនោះមានចំនួនប្រហែលជា130គ្រួសារហើយចំនួនមនុស្សវិញប្រហែលជា300នាក់ជាងប៉ុន្តែគ្រាន់តែថាទៅដល់ភ្លាមគាត់ថាស្មាទោសអ្នកខ្លះឈឺស្លាប់ដូចមន់ដូចទាដូចសត្វអញ្ចឹងអ្នកខ្លះគ្រុនចាញ់អ្នកខ្លះគ្រុនឈាមឯអ្នកខ្លះទៀតដាច់សរសៃឈាមគាំងបេះដូងអីអញ្ចឹងទៅនៅពេលនោះអ៊ំសនគាត់ក៏ចាប់ផ្ដើមឈឺដែរប៉ុន្តែត្រូវបានអ៊ំយ៉ាន់បញ្ច្រកថ្នាំនិងជួយសង្គ្រោះគាត់ទាន់ពេលនៅពេលដែលទៅដល់ប្រជាជនចាប់ផ្ដើមកាប់ឆ្ការព្រៃដែលនៅក្បែរដីដែលគេចែកឲ្យនិងរៀបចំធ្វើខ្ទមធ្វើអីនៅមិនទាន់បានធ្វើផ្ទះស្រួលបួននោះទេគឺធ្វើខ្ទមនៅបណ្ដោះអាសន្នសិនចាំរហូតដល់សង្គ្រាមបានស្ងប់សុខនិងនាំគ្នាត្រឡប់ទៅភូមិចាស់វិញដោយសារតែនៅទីនោះពួកគាត់មានដីស្រែចម្ការក្រោលគោក៏ដូចជាផ្ទះសម្បែងហើយមេទាហានបានសន្យាជាមួយនឹងពួកគាត់ថានៅពេលដែលស្រុកទេបានស្ងប់សុខពួកគេនឹងជូនអ្នកស្រុកនោះទៅផ្ទះវិញហើយនៅពេលនោះអ៊ំបានបន្តថាអ្នកដែលចូលទៅកាប់ព្រៃជីកដំឡូងនៅតាមក្បែរជីព្រៃមកវិញគឺសុទ្ធតែគ្រុនចាញ់គ្រុនឈាមទាំងអស់គាត់ថាភ្នោខ្មោចនៅទីណាក៏មានដែរស្លាប់ដូចមន់ទាអញ្ចឹងថ្ងៃខ្លះ5នាក់6នាក់ថ្ងៃខ្លះយ៉ាងអន់ក៏មានម្នាក់ទៅ2នាក់ដែរដែលស្លាប់គាត់ថាថ្ងៃណាក៏ជីកកប់ខ្មោចដែរនៅពេលនោះពួកគាត់ក៏ចាប់ផ្ដើមរិះរកវិធីធ្វើយ៉ាងណាដើម្បីបញ្ឈប់គ្រោះអាក្រក់មួយនេះឲ្យបានព្រោះពួកគាត់មានភារកិច្ចមើលថែប្រជាជនទាំងអស់នោះប៉ុន្តែបើជាយើងទុកឲ្យពួកគាត់ស្លាប់វេទនារាល់ថ្ងៃបែបនេះទៅវិញតាមពិតទៅ
អ្នកស្រុកអ្នកភូមិដែលបានស្លាប់ទាំងអស់នោះមិនមែនដោយសារកើតជំងឺគ្រុនចាញ់ទាំងស្រុងនោះទេតាមពិតពួកគេភាគច្រើនគេចាញ់ទឹកចាញ់ដីដោយសារតែនៅទីនោះគេជំនឿថាមានអ្នកតាកាច់ហើយក៏ជាដីដែលត្រូវបណ្ដាសាផងដែរលុះត្រាតែគេអាចធ្វើពិធីអ្វីមួយឬក៏រៀបចំសែនព្រេនអ្វីមួយឲ្យត្រូវចិត្តគេទើបគេអាចឲ្យយើងរស់នៅបានសុខសាន្តនៅពេលនោះអ៊ំជូតអ៊ំយ៉ាន់គាត់ក៏ចាប់ផ្ដើមសាកល្បងវិធីរបស់គាត់គឺគាត់នាំអ្នកស្រុកអ្នកភូមិឲ្យធ្វើពិធីឲ្យគេគឺរើសនៅថ្ងៃល្អចំណែកថ្ងៃដែលគាត់រើសធ្វើពិធីនោះគាត់ក៏មិនបានប្រាប់ដែរប៉ុន្តែដឹងត្រឹមថានៅពេលដែលគាត់ធ្វើពិធីអីឲ្យគេហើយគាត់ក៏ធ្វើពិធីសែនព្រេនម្ដងទៀតគាត់ប្រាប់អ្នកស្រុកអ្នកភូមិដែលមានមន្ទាគោក្របីដែលអាចលះបង់បានគឺលះបង់ឲ្យគេហើយអ្នកស្រុកអ្នកភូមិគេក៏ព្រមធ្វើតាមនៅពេលដែលធ្វើពិធីការសែនព្រេនអីហើយអ្នកស្រុកអ្នកភូមិនោះស្រាប់តែបានសុខវិញភ្លាមមិនមានអ្នកណាឈឺថ្កាត់ទៀតឡើយចង់និយាយថាអ្នកដែលឈឺល្មមស្រាប់តែគេជាឡើងវិញហើយអ្នកដែលចូលទៅរករបស់ព្រៃរកផ្សិតរកឈើលែងឈឺថ្កាត់ដូចមុនទៀតហើយពួកគេពិតជាមានការអរគុណយ៉ាងខ្លាំងចំពោះអ៊ំដែលបានជួយសង្គ្រោះជីវិតរបស់ពួកគេចំណែកនៅក្នុងស្រុកភូមិនោះវាមិនងាយប៉ះពាល់រងគ្រោះធម្មជាតិឬក៏ខ្យល់ព្យុះនោះទេដោយហេតុថាភូមិនោះនៅចំកណ្ដាលជួរភ្នំដូចជាបាតខ្ទះអញ្ចឹងនៅជុំវិញភូមិនោះគឺមានភ្នំបាំងប៉ុន្តែបងប្អូនធ្លាប់ឮទេក្នុងគ្រោះគឺមានសំណាងក្នុងសំណាងគឺមានគ្រោះប្រកបណាស់ខ្យល់មេឃភ្លៀងផ្គររន្ទះមិនអាចធ្វើអ្វីពួកគាត់ឲ្យរងគ្រោះខ្លាំងនោះទេប៉ុន្តែស្រុកភូមិនោះសម្បូរដោយសត្វសាហាវគាត់ថាអ្នកដែលតែងតែឡើងទៅរករបស់ព្រៃបាននិយាយថាសត្វខ្លាសត្វពស់ហ្វូងឆ្កែចចកគេថាច្រើនដោយសត្វដែលគេចិញ្ចឹមក្នុងភូមិអញ្ចឹងរត់ប្រសេកប្រសាចពេញព្រៃហើយនៅក្បែរភូមិនោះគឺសុទ្ធតែជាព្រៃភ្នំដែលមានវិញ្ញាណតៃហោងដោយសារតែអ្នកចូលទៅរករបស់ព្រៃគឺបានស្លាប់ស្អុយនៅក្នុងព្រៃនោះដោយគ្មានអ្នកណាដឹងនោះទេដូច្នេះហើយស្រុកភូមិបានសុខសាន្តមែនប៉ុន្តែនៅតាមជាយព្រៃគឺសុទ្ធតែមានវិញ្ញាណតៃហោងលងបន្លាចហើយនៅពេលដែលឮថាអ្នកស្រុកអ្នកភូមិបានសុខភ្លាមក៏មានអ្នកស្រុកដទៃប្រហែលជា 50-60 គ្រួសារក៏បានរើមកនៅជាមួយដែរដោយហេតុថាទីនោះគឺជាកន្លែងស្ងប់សុខដែលមិនប៉ះចំកន្លែងដែលគេធ្វើសង្គ្រាមនោះទេអញ្ចឹងពួកគាត់មិនរងគ្រោះពីភ្លើងសង្គ្រាមនោះឡើយហើយទីនោះគឺអំណោយផលក្នុងការដាំបន្លែបង្ការក៏ដូចជារករបស់ព្រៃដើម្បីចិញ្ចឹមជីវិតណាហើយចំណែកអ្នកស្រុកអ្នកភូមិដែលជាអ្នកចំណូលថ្មីមកនោះប្រហែលជា 10-20 នាក់ពួកគេរកស៊ីខាងគ្រូស្នងរូបគ្រូដេញខ្មោចជន់អារក្សដាក់ស្នែលើករិស័យក៏ដូចជាពិធីផ្សេងទៀតពួកគេប៉ុន្មានអ្នកនោះមិនហត់ក្នុងការធ្វើស្រែចម្ការអីប៉ុន្មាននោះទេព្រោះពួកគេរកលុយដោយប្រើវិធីទាំងអស់នោះប៉ុន្តែបងប្អូននឹងទេដំណំមួយចំនួនរបស់គ្រូគេមិនឲ្យរកស៊ីជាមួយនឹងវិជ្ជាអាគមដែលយើងបានរៀននោះឡើយបើសិនជាគេឲ្យជាតំណែងគឺយើងអាចយកបានតែមិនអាចសុំគេឲ្យដាក់ប៉ុណ្ណេះប៉ុណ្នោះឡើយគ្រាន់តែគិតក៏ខុសដំណំដែរគេឲ្យចេកមួយស្និតឬក៏របស់របរតិចតួចយើងអាចទទួលយកបានប៉ុន្តែយើងក៏ត្រូវការរកស៊ីអ្វីផ្សេងដើម្បីចិញ្ចឹមជីវិតដែរបើសិនជារកស៊ីតែជាមួយវិជ្ជាមួយមុខនោះវិជ្ជាទាំងអស់នោះវាក៏សាបរលាបវិញដែរគេមិននៅជាមួយយើងបានរហូតនោះទេហើយគ្រូមួយចំនួនគេជំនឿថាពួកគ្រូប្រភេទនោះមួយចំនួនគឺជាគ្រូលោភបោកដោយសារអ្វីដោយសារតែវិជ្ជារបស់ពួកគាត់គឺបានសាបរលាបទៅហើយឬក៏ពួកគាត់រៀនបានតែតិចតួចតែប៉ុណ្ណោះតែបែរជាមកធ្វើពិធីធំដុំក៏ដូចជាធ្វើនៅពិធីដែលពួកគេមិនធ្លាប់ចេះតតែសោះហើយក៏បានទាលុយទាកាសឬក៏មាសប្រាក់ពីអ្នកដែលទៅរកឲ្យគេជួយនោះគេទាពេញមាត់ចង់និយាយថាគេធ្វើពិធីប៉ុន្តែគេទាតម្លៃខ្ពស់ហើយចាស់មួយចំនួនគេមានជំនឿថាអ្នកដែលរកស៊ីបែបនេះមិនមានបានអីនោះទេបានត្រឹមតែមួយរស់តែប៉ុណ្ណោះព្រោះធម្មជាតិ
មិនឲ្យពួកគេរកស៊ីភូតកុហកឬក៏អាគមខ្មៅទាំងអស់នោះបានសុខស្រួលនោះឡើយហើយនៅពេលដែលពួកគេបានចូលមកដល់ក្នុងភូមិថ្មីនោះពួកគេក៏នាំគ្នាប្រកបប្រកាសធ្វើដូចដែលពេលពួកគេនៅភូមិចាស់នោះដដែលគឺពួកគេបាននិយាយថាឮថាមានអ្នកស្រុកអ្នកភូមិឈឺថ្កាត់គ្រុនចាញ់ក៏ជាអ្នកតាកាច់មែនទេបើចង់ឲ្យគ្រួសារបានសុខមករកពួកគេមកពួកគេចេះដោះអំពើជួយលើករាសីឲ្យហើយក៏មានមនុស្សមួយចំនួនជឿទៅលើសម្ដីរបស់ពួកគេដែរទាំងដែលបានធ្វើពិធីសុំម្ចាស់ទឹកម្ចាស់ដីនៅទីនោះរួចហើយប៉ុន្តែរបៀបថាកូនរបស់គេរាករូសតិចតួចឈឺថ្កាត់តិចតួចពួកគេបានជាទៅរកគ្រូនោះឲ្យជួយមើលឲ្យហើយគ្រូទាំងប៉ុន្មានអ្នកនោះពួកគេក៏មិនត្រូវរើគ្នាដែរដោយហេតុថារកស៊ីរបរតែមួយដូចគ្នាពួកគេអួតអាងណាស់ម្នាក់សម្ដីសឹងតែយកមេឃទ្របគូតអង្គុយហើយប៉ុន្តែមានពេលខ្លះគ្រូទាំងអស់នោះបានចូលទៅរកទំពាំងដកផ្សិតនៅក្នុងព្រៃក៏ត្រូវបានវិញ្ញាណតៃហោងនោះលងមិនឡាច់រហូតដល់ភ័យរត់ប្រហាយុមកផ្ទះក៏មានដែរចំណែកឯគ្រូខ្លះទៀតក៏បានចូលទៅក្នុងព្រៃហើយជន់ប៉ះកន្លែងអ្នកតាក៏ត្រូវបានអ្នកតាកាច់ស្លាប់ក៏មានគ្រូទាំង10នាក់នោះគាត់ថាស្លាប់ឈឺបណ្ដារហូតសល់តែ3នាក់ទេគឺដោយសារតែពួកគេប្រមាថមើលងាយគេពេកទើបអាយុខ្លីបែបហ្នឹងហើយចំណែកគ្រូដែលសល់3នាក់នោះគឺជាគ្រូដែលខ្លាំងគួរសមប៉ុន្តែគេរកស៊ីតាមផ្លូវអាគមខ្មៅដែលគេបានរៀននោះដែរឯគ្រូទាំង3នាក់នោះពួកគេក៏មិនត្រូវរើគ្នាប្រមាណនោះឡើយដោយហេតុថានៅក្នុងភូមិតែមួយតែរកស៊ីរបរដូចគ្នាអញ្ចឹងហើយមានការកាច់កងគ្នាទៅវិញទៅមកប៉ុន្តែមានអ្នកភូមិប្រហែលជាពាក់កណ្ដាលភូមិទៅហើយដែលគេនៅតែជឿជំនឿលើចោតច័ន្ទព្រោះពួកគេបានឃើញធ្វើពិធីក៏ដូចជានាំពួកគេទៅធ្វើលើផ្លូវត្រូវចង់និយាយថាគឺជាការសែនព្រេនគឺជាការសុំសេចក្តីសុខមិនមែនជាការលេងផ្លូវកាត់ដូចគ្រូទាំងអស់នោះទេដូច្នេះហើយពួកគាត់ជឿថាមិនមែនពួកគាត់ចេះតែធ្វើពិធីតិចតួចនោះទេគាត់ប្រកាសជាគ្រូអាគមដ៏ខ្លាំងលាក់មុខហើយនៅពេលដែលមានអ្នកណាឈឺថ្កាត់ក៏យកឲ្យមើលគាត់ជួយមើលតែគ្រាន់តែថាគាត់មិនបានប្រើបាលីប្រើអាគមអីនោះទេត្រឹមតែគាត់ផ្សំថ្នាំឬឈើដើម្បីបញ្ច្រកឲ្យកូនក្មួយបានជាតែប៉ុណ្ណោះទង្វើរបស់កាន់តែល្បីរន្ទឺបន្តិចម្ដងគេនាំគ្នានិយាយថាពូទាហាន2នាក់នោះចិត្តល្អហើយថែមទាំងជាគ្រូអាគមដែលមានចិត្តល្អសន្តោសប្រណីទៀតផងគេនិយាយបែបនេះដោយហេតុថាបានរួមសុខរួមទុក្ខជាមួយពួកគេតាំងពីការជម្លៀសពីភូមិឆាស់មកម្លេះហើយនៅពេលដែលមកដល់តែងតែទៅជួយទុកធុរៈពួកគេមិនថាយប់ប្រលប់ស្មាណានោះទេនាំគ្នាទៅជួយរហូតដំណឹងនៃការសរសើរចូលចិត្តបានធ្វើឲ្យគ្រូទាំង3នាក់នោះពួកគេមិនសូវជាសប្បាយចិត្តប្រមាណនោះទេគ្រាន់តែថាពួកគេមិនទាន់មានវិធីអ្វីដើម្បីចាត់ការនោះទេហើយណាមួយពួកគេគិតនៅក្នុងចិត្តថាទោះបីជាជួយអ្នកស្រុកអ្នកភូមិប៉ុន្តែគាត់មិនបានធ្វើពិធីឬក៏ប្រើអាគមអ្វីដូចពួកគេនោះទេអញ្ចឹងការរកស៊ីគឺខុសគ្នាគាត់ជួយតែគាត់មិនបានកម្រៃទេអញ្ចឹងពួកគេមិនទាន់ទើសទាល់ខ្លាំងនោះឡើយហើយនៅថ្ងៃមួយផ្ទះគ្រូអាគមម្នាក់ក្នុងចំណោម3នាក់នោះគេក៏ទៅសង់ផ្ទះនៅក្បែរជីព្រៃឯចុងភូមិខាងកើតនៅពេលនោះគ្រូអាគមនោះបានយកកូនគោរបស់គេទៅចងនៅក្បែរមាត់ព្រៃដោយសារតែនៅក្បែរមាត់ព្រៃនោះមានព្រិចក៏ដូចជាស្មៅដែលទើបតែនឹងដុះលាស់ខ្ចីចំណែកឯគ្រូអាគមនោះក៏បានដើរចូលមកក្នុងភូមិដើម្បីរកទិញបន្លែនិងដោះដូររបស់ប្រើប្រាស់តិចតួចនៅរសៀលថ្ងៃនោះកូនរបស់គាត់ក៏បានរត់មកប្រាប់គាត់ថាគោរបស់គាត់ត្រូវបានខ្លាមួយក្បាលខំអូសយកចូលទៅក្នុងព្រៃបាត់ហើយគ្រូនោះពិតជាមានការខឹងសម្បាយ៉ាងខ្លាំងចំណែកឯនៅក្នុងផ្ទះរបស់គេមានកាំភ្លើងមួយដើមនិងស្នាមួយដើមគេក៏ជាព្រានព្រៃម្នាក់ដែរគេតែងតែដើរចូលព្រៃជាមួយនឹងកូនប្រុសរបស់គេនៅពេលដឹងថាខ្លាចូលមកខំគោរបស់គេបែបនេះទាំងដែលគេជាព្រានព្រៃជាគ្រូអាគមទៀត
គេមានការខឹងសម្បាយ៉ាងខ្លាំងគប់សំនឹងការចង់បង្ហាញស្នាដៃឲ្យអ្នកស្រុកនៅភូមិឃើញផងនៅល្ងាចនោះក្រុមអ្នកភូមិបានសុំគាត់ទៅជាមួយដើម្បីជួយគាត់ស្វែងរកសាកសពកូនគោនិងកម្ចាត់ខ្លានោះប៉ុន្តែគាត់មិនព្រមនោះទេគាត់ថាត្រឹមតែគាត់ម្នាក់ឯងអាចធ្វើបានហើយចំណែកនៅល្ងាចនោះគាត់តាមរកខ្លានោះភ្លាមគាត់មិនចាំដល់ព្រឹកនោះទេប៉ុន្តែនៅពេលដែលតាមទៅទើបដឹងថាស្នាមឈាមរបស់គោបានអូសចូលព្រៃជ្រៅទៅហើយស្នាមដានជើងរបស់ខ្លាមិនមែនមានតែមួយក្បាលនោះទេវាចូលមកខំគោតែមួយក្បាលប៉ុន្តែនៅពេលដែលវាអូសចូលទៅដល់ក្នុងព្រៃគ្នារបស់វារហូតទៅដល់ 3-4 ក្បាលឯណោះគ្រូនោះក៏មិនហ៊ានតាមទៀតឡើយហើយគាត់ក៏បានត្រឡប់មកវិញនិងប្រាប់ដំណឹងនេះទៅអ្នកភូមិហើយអ្នកភូមិគ្មាននរណាសើចចំអកឲ្យគាត់ទេមានតែការអាណិតអាសូរទៅដល់គាត់ទោះជាគាត់ជាគ្រូអាគមដែលរកស៊ីខាងភ្លើងងងឹតក៏ដោយប៉ុន្តែគាត់មិនបានមកប៉ះពៀឬក៏ដូចជាឈ្នានីសអ្នកភូមិនោះទេដូច្នេះហើយទើបពួកគាត់មានការអាណិតអាសូរដល់គ្រូនោះយ៉ាងខ្លាំងដោយហេតុថាសម័យនោះមិនដឹងជារកស៊ីអីនោះទេមានតែចិញ្ចឹមគោនោះឯងទុកធ្វើស្រែចម្ការទុកចិញ្ចឹមឲ្យវាធំឡើងដើម្បីប្រើវាឲ្យជួបជួររស់ចំណែកឯនៅពេលដែលឃើញគ្រូនោះមានទុក្ខលំបាកបងប្អូនអ្នកស្រុកអ្នកភូមិគាត់ក៏ចេះយកអារម្មណ៍គេមកដាក់ក្នុងអារម្មណ៍ខ្លួនឯងដែរនៅពេលនោះពួកគាត់ក៏សុំលាលោកគ្រូនោះបំបីគ្នាមកផ្ទះរៀងៗខ្លួនហើយមុននឹងត្រឡប់មកផ្ទះវិញពួកគេក៏បានពិភាក្សាគ្នាអំពីថ្ងៃស្អែកតើគួរប្រមាញ់ខ្លានោះដោយរបៀបម៉េចនៅពេលនោះគ្រូនោះក៏បានឃាត់មិនឲ្យអ្នកណានិយាយដោយសារតែជាយប់ព្រលប់ដូច្នេះហើយចាំដល់ស្អែកព្រឹកចាំពិភាក្សាគ្នានៅឯកណ្ដាលភូមិឬក៏នៅផ្ទះចាស់ព្រឹទ្ធាចារ្យម្នាក់ដែលគេចាត់ទុកថាដូចជាមេភូមិនោះឯងពួកគាត់ទាំង4នាក់មិននិយាយអ្វីនោះទេតែសនគាត់រៀបតែនឹងហាមាត់ប្រាប់អ្នកស្រុកអ្នកភូមិថាជូននិងយ៉ាន់ជាព្រានព្រៃដ៏ឆ្នើមប៉ុន្តែត្រូវបានពួកគាត់ខាត់ពួកគាត់មិនឲ្យគេដឹងពីសាវតារបស់ពួកគាត់ប្រមាណនោះទេណាមួយដូចពាក្យចាស់លោកពោលថាទៅផ្ទះគេហូបសម្លគេត្រូវតែក្រែងចិត្តគេផងសម្លរសជាតិយ៉ាងម៉េចក៏ត្រូវតែសរសើរគេថាឆ្ងាញ់ដែរដូច្នេះហើយទើបគាត់ខាត់សនមិនឲ្យនិយាយប្រាប់គេចំណែកនៅព្រឹកឡើងមនុស្សទាំងអស់គ្នាក៏បានមកជួបជុំគ្នានៅផ្ទះរបស់លោកមេភូមិម្នាក់ដែលគាត់មានឈ្មោះថាពូអឿនដែលហេតុថាបើសិនជាបណ្ដោយឲ្យនៅបែបនេះថ្ងៃក្រោយខ្លានោះវានឹងមកស៊ីមនុស្សដូចជាកូនក្មេងឬក៏អ្នកដែលទៅរកដកផ្សិតកាប់អុសនៅក្បែរព្រៃហើយនៅពេលនោះក៏មានប្រុសម្នាក់ដែលមានអាយុរៀងចំណាស់ជាងគេក៏បាននិយាយឡើងមកថាយើងគួរតែដាក់ជំរុំចង់និយាយថាជីកអន្លង់ហើយដាក់ជំរុំបន្លាក៏ដូចជាឈើដែលមុតស្រួចហើយយើងនាំគ្នាកាប់ឈើឲ្យស្រួចហើយយកវាទៅរៀបនៅក្នុងនោះបងប្អូនប្រហែលជាធ្លាប់ឃើញហើយចាស់ពីដើមនៅពេលដែលគេចង់វាយប្រហារសត្វធំគេធ្វើបែបនេះហើយអ្នកខ្លះឲ្យយកបលដាក់អន្ទាក់វិញប៉ុន្តែយកបលទាំងអស់នោះក៏ត្រូវបានច្រានចោលទាំងអស់មតិមួយចំនួនបាននិយាយថាហាមឃាត់មិនឲ្យធ្វើបែបនេះនោះទេដែលហេតុថាគេខ្លាចថាអ្នកដែលមិនដឹងហើយចូលទៅរករបស់ព្រៃអាចនឹងធ្លាក់ចូលទៅក្នុងអន្លង់ឬអន្ទាក់ហើយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតដូច្នេះហើយគេមិនឲ្យធ្វើបែបនេះនោះទេហើយខ្លាទាំងអស់ដែលគេតែងតែឃើញនោះមិនមែនមានតែមួយឯណាទាំងអស់គឺមានរហូតទៅដល់4ក្បាលឯណោះចំណែកឯមួយក្បាលទៀតនៅព្រៃខាងលិចភូមិឯណោះហើយការដែលចូលព្រៃទៅកម្ចាត់វាមិនមែនជាការងាយស្រួលនោះទេហើយដែលហេតុថារកដំណោះស្រាយមិនបានក្នុងការតាមរមាញ់ខ្លានោះអ្នកភូមិមានតែការពារផ្ទះរៀងៗខ្លួនសិនហើយចាស់បុរាណនៅសម័យនោះនៅតាមផ្ទះនីមួយៗគេមានត្រដោកនៅពេលដែលផ្ទះណាមានអាសន្នគេវាយត្រដោកជាសញ្ញាឲ្យដឹងចាស់ពីដើមគេធ្វើបែបនេះនៅពេលដែលគេគោះត្រដោកមនុស្សទាំងអស់ដែលនៅក្នុងភូមិគេមកជួបជុំគ្នានៅកន្លែងនោះព្រោះគេដឹងថានៅក្នុងស្រុកភូមិមានរឿងមិនល្អបានកើតឡើងហើយគាត់មិនបានផ្ដល់យោបល់អ្វីនោះទេលុះរំលងបានប្រហែលជាកន្លះខែទៅ20ថ្ងៃក៏មានអ្នកនិយាយថាក្នុងចំណោមខ្លាទាំង4ក្បាលនោះមាន2ក្បាលបានចាក់ចេញពីតំបន់នោះទៅហើយព្រោះមានទាហានបានប្រាប់ថាវាបានដើរទៅជន់មីននៅព្រៃឯត្បូងឆ្ងាយពី
ភូមិនោះវាគឺជាមីនដែលគេដាក់ចោលតាំងពីយូរយារណាស់មកហើយមិនដឹងថាអ្នកណាជាអ្នកដាក់ហើយដាក់តាំងពីចំនួនណាមកនោះទេប៉ុន្តែក៏អាចនិយាយបានថាសំណាងហើយដែលខ្លានោះរត់ទៅជន់មុនបើសិនមិនអញ្ចឹងទេប្រហែលជាត្រូវបងប្អូនប្រជាជនហើយដោយហេតុថាតំបន់នោះមិនមែនជាតំបន់ធ្វើសង្គ្រាមឯណាអញ្ចឹងពួកគាត់គិតថាមានសុវត្ថិភាពក្នុងការដើរព្រៃប៉ុន្តែនៅពេលដែលខ្លាទាំងពីរក្បាលនឹងបានជន់មីនគេបាននិយាយថាវាបានដាច់ជើងទាំងពីរប្រហែលជាវាដើរទន្ទឹមគ្នាហើយក៏ត្រូវបានទាហានទាំងអស់លើកដាក់លើឡានយកទៅជប់លៀងហូបបាត់អស់ទៅនៅក្បែរភូមិនោះគឺនៅសល់ខ្លាតែពីរក្បាលតែប៉ុណ្ណោះប៉ុន្តែគេក៏មិនដែលឃើញវាចូលមកលុកលុយដល់ភូមិដូចមុនទៀតដែរដោយក្រុមអ្នកភូមិដែលតែងតែចូលព្រៃបានប្រាប់ថាឃើញត្រឹមតែដានជើងវាដើរឆ្លងកាត់ផ្លូវឬក៏ឃើញវារត់តាមមាត់អូរតែប៉ុណ្ណោះហើយនៅថ្ងៃមួយមានស្ត្រីមេម៉ាយនិងកូនរបស់គេបានចូលទៅដកផ្សិតនៅក្បែរមាត់ព្រៃពេលដែលគេទៅមេរលឹមតិចថ្ងៃរៀងរសៀលហើយម៉ោង5ល្ងាចទៅហើយគេគិតថាដកតែមួយផ្លែតហើយគេនឹងមកវិញដោយហេតុថានៅកន្លែងផ្សិតដោះនោះក៏នៅជាប់ភូមិដែរដូច្នេះគេមិនខ្លាចរអាអ្វីនោះទេគិតថានៅពេលមានអ្វីកើតឡើងគ្រាន់តែស្រែកឲ្យអ្នកភូមិជួយគេច្បាស់ជាឮហើយប៉ុន្តែពេលនោះសំឡេងអ្វីម្យ៉ាងក៏បានមិនឮឡើងគឺជាសំឡេងមនុស្សស្រីម្នាក់ដែលនិយាយមកកាន់ពួកគាត់មនុស្សស្រីម្នាក់នោះបាននិយាយមកគាត់ថាតើមានទឹកផឹកទេគេពិតជាស្រែកទឹកខ្លាំងណាស់ហើយកូនប្រុសរបស់គេគឺនៅតូចហើយគេឃ្លានបើទៀតដែលហេតុថាថ្ងៃមិញក្តៅខ្លាំងគាត់មិនមានកម្លាំងកំហែងដើម្បីឲ្យកូនបើនោះទេដូច្នេះហើយទើបគេសុំទឹកផឹកហើយកូនរបស់គេទើបតែចេះដើរតែប៉ុណ្ណោះមិនទាន់មានកម្លាំងកំហែងពេញលេញនោះឡើយហើយណាមួយទៀតបើសិនជាអាចបំបើដោះបានសូមជួយបំបើដោះឲ្យកូនរបស់គាត់បន្តិចមកគាត់នឹងមិនភ្លេចគុណនោះទេហើយម្ដាយនិងកូននោះគាត់មានតែចិត្តអាក្រក់អីម្ដាយនោះគឺគាត់ចិត្តល្អណាស់គេក៏បាននិយាយថាអត់អីទេយកមកនេះមកចាំគាត់បំបើដោះឲ្យប៉ុន្តែនៅពេលដែលយកមកដល់នៅពេលដែលគាត់បានស្រែកក្រមាលមើលកូនក្មេងដែលនៅក្នុងសំពាយរបស់ស្ត្រីម្នាក់នោះទើបដឹងថាគេមានស្នាមដំបៅពេញខ្លួនរលេះរលួយអស់ប៉ុន្តែគេអាចនិយាយស្ដីបានក្មេងនោះនៅក្នុងសំពាយក្រមារបស់ស្ត្រីម្នាក់នោះគាត់ថារៀបតែនឹងយកមកបំបើដោះឲ្យហើយតែមានអញ្ចឹងឯណានៅពេលដែលយកមកដល់ឃើញបែបនេះគាត់មានការស្រន់ស្លោយ៉ាងខ្លាំងពេលនោះមើលទៅស្ត្រីម្នាក់នោះមុខរបស់គេក៏សុទ្ធតែដំបៅរលេះរលួយដែរទើបដឹងថាម្ដាយកូនពីរនាក់នោះមិនមែនជាមនុស្សនោះទេគេគឺជាខ្មោចចំណែកឯម្ដាយកូនដែលជាមនុស្សនេះនៅពេលដែលឃើញបែបនោះគេយំផងស្រែកផងឲ្យអ្នកភូមិជួយហើយអ្នកភូមិនៅពេលដែលគេរត់មកដល់ស្រាប់តែមិនបានឃើញខ្មោចនោះទេឃើញត្រឹមតែពីរអ្នកម្ដាយកូនដែលជាមនុស្សកំពុងតែអង្គុយយំសោករត់ទៅណាមិនរួចតែប៉ុណ្ណោះហើយពួកគេបានស្រែកយំប្រាប់ថាគេត្រូវបានខ្មោចលងអ្នកស្រុកអ្នកភូមិអ្នកខ្លះជឿអ្នកខ្លះមិនជឿនោះទេដោយសារតែមេឃវានៅភ្លឺនៅឡើយប៉ុន្តែគាត់ជឿដោយសារតែស្ត្រីដែលជាខ្មោច3កូនក្នុងក្រមាម្នាក់នោះគាត់តែងតែឃើញរហូតហ្នឹងតែពួកគាត់មិនដែលនិយាយប្រាប់នរណានោះទេហើយមិនមែនមានតែ2អ្នកម្ដាយកូននោះទេនៅក្នុងព្រៃនោះមានច្រើនទៀតខ្មោចរាប់មិនអស់នោះឡើយដោយសារតែពួកវាជាវិញ្ញាណប្រលឹងតៃហោងដែលបានស្លាប់នៅក្នុងព្រៃមិនមានអ្នកណាដឹងហើយសាកសពត្រូវបានពពួកសត្វឆ្កែចចកខ្លាហែកស៊ីហើយវាក៏ស្អុយរលួយនៅក្នុងព្រៃដោយមិនបានធ្វើពិធីធ្វើបុណ្យឲ្យបានស្រួលបួននោះទេហើយគាត់មិនបាននិយាយអ្វីនោះឡើយនៅពេលដែលនិយាយគ្នាចប់ក៏មិនមានវិធានការអ្វីដើម្បីទប់ទល់ក៏ដូចជាបង្ក្រាបប្រលឹងទាំងអស់នោះដែរដែលហេតុថាប្រលឹងទាំងអស់នោះគឺស្ថិតនៅតាមក្នុងព្រៃពីវាលពីកាលហើយមួយទៀតដោយហេតុថាពួកគ្រូទាំងអស់នោះពួកគេគ្មានវិធីដូចជានោះទេប៉ុន្តែគាត់មានវិធីក្នុងការសន្តោសប្រណីធ្វើពិធីសន្សំកុសលឲ្យពួកគេក៏ដូចជាបញ្ជូនពួកគេឲ្យទៅកាន់សុគតិភព
ចំណែកឯគ្រូទាំងអស់ចេះតែបង្ក្រាបធ្វើពិធីសង្កត់ប្រលឹងតែប៉ុណ្ណោះដូច្នេះហើយទោះជាគេធ្វើពិធីយ៉ាងណាក៏វិញ្ញាណទាំងអស់នោះវាមិនទៅណាឆ្ងាយនោះដែរវានៅតែវិលវល់នៅទីនោះឯងហើយវានៅតែលងបន្លាចអ្នកស្រុកអ្នកភូមិដដែលឬក៏វាតែងតែធ្វើបាបលងបន្លាចអ្នកដែលចូលទៅរករបស់ព្រៃពេលនោះអ៊ំនិងអ្នកភូមិក៏បានបំបែកគ្នាមកផ្ទះវិញរៀងៗខ្លួនចំណែកឯអ៊ំទាំង4គេឲ្យស្នាក់អាស្រ័យនៅផ្ទះឈើមួយឯចុងភូមិខាងលិចតែមិនមែនដាច់ស្រយាលពេកទេគឺនៅលេឡំជាមួយនឹងប្រជាជនប៉ុន្តែនៅពេលយប់គាត់នឹងទៅយាមល្បាតចំណែកពេលថ្ងៃគាត់មិនទៅយាមនោះទេគឺទៅមើលខាសខុសត្រូវនៅតាមភូមិខ្លាចអ្នកភូមិមានទុក្ខទរៈឲ្យពួកគាត់ជួយហើយគ្រូក្នុងចំណោម3នាក់នោះក៏មានគ្រូ2នាក់ចាប់ផ្ដើមធ្វើពិធីតាមរបៀបគេហើយគ្រូដែលមិនបានធ្វើគឺជាគ្រូដែលកូនគោរបស់គាត់ត្រូវបានខ្លាខំនោះឯងនិយាយទៅគ្រូម្នាក់នេះគាត់ក៏ជាមនុស្សមានចិត្តសន្តោសមេត្តាក៏ដូចជាការយល់ដឹងរៀងក្រាន់បើជាងគ្រូ2នាក់នោះដែរហើយអាគមរបស់គាត់ក៏សឹងថាខ្លាំងជាងគ្រូ2នាក់នោះផងដែរតែគាត់មិនសូវអំនួតដូចជាពួកគេនោះទេហើយនៅពេលនោះគ្រូអាគម2នាក់នោះបានរៀបចំពិធីនៅល្ងាចថ្ងៃសុក្រគេក៏បានហៅអ្នកភូមិមួយចំនួនដែលមានជំនឿទៅលើគេឲ្យនាំគ្នាចូលរួមដើម្បីជាគ្នាចងសីមាក៏ដូចជារៀបចំពិធីផ្សេងគ្រូនោះបាននិយាយថាគេនឹងធ្វើពិធីហៅប្រលឹងទាំងអស់នោះមកចូលនៅក្នុងក្អមរបស់គេហើយគេនឹងយកវាទៅកប់ចោលចង់និយាយថាគេនឹងចាប់ប្រលឹងទាំងអស់នឹងដាក់ទៅក្នុងក្រឡអាគមរបស់ពួកគេហើយគ្រូទាំង2នាក់ធ្វើពិធីនៅកន្លែងតែមួយគេជាមិត្តជិតស្និទ្ធប៉ុន្តែសុទ្ធតែលួចចាក់ពីក្រោយខ្នងទៅវិញទៅមករហូតនឹងដោយសារតែដូចដែលខ្ញុំរៀបរាប់ខាងលើពួកគេរកស៊ីរបរតែមួយដូច្នេះហើយទើបមានការកាច់កងគ្នាបន្តិចហើយនៅយប់នោះពួកគេក៏គិតថានឹងបង្ហាញស្នាដៃឲ្យអ្នកស្រុកអ្នកភូមិបានឃើញម្ដងប៉ុន្តែមានអញ្ចឹងឯណាគឺទើបតែរៀបចំពិធីហើយមេឃរកភ្លៀងគ្រាន់តែខ្យល់បក់តែបន្តិចភ្លើងទៀនភ្លើងធូបក៏រលត់ការធ្វើពិធីមិនបានល្អនោះទេពួកគេរៀបចំធ្វើពិធីសាជាថ្មីនឹងចងខ្សែសីមាឲ្យបានស្រួលបួលជាងមុនតែអ្នកស្រុកអ្នកភូមិនៅពេលដែលឃើញសភាពការមិនស្រួលបែបនោះក៏ចាប់ផ្ដើមនាំគ្នារត់មកផ្ទះវិញម្ដងម្នាក់រហូតចិត្តអស់គឺនៅតែគ្រូ2នាក់នោះនិងមនុស្សចំណិតរបស់គាត់ចំនួន 3-4 នាក់តែប៉ុណ្ណោះហើយនៅពេលដែលខ្យល់ធម្មជាតិឈប់បក់មកក៏មានខ្យល់មួយទៀតបានបក់មកពីទិសខាងជើងខ្យល់នោះគឺជាខ្យល់ដែលពួកខ្មោចទាំងអស់នោះបានបង្កឡើងខ្យល់បានធ្វើឲ្យរលត់ទៀនម្ដងទៀតហើយមែកឈើដែលនៅក្បែរនោះបានបាក់រលំកូនចៅរបស់គេនៅជាមួយនោះភ័យពេកក៏នាំគ្នារត់ប្រហារយកធ្វើឲ្យដាច់ខ្សែសីមាអីអស់ហើយវិញ្ញាណតៃហោងទាំងអស់នោះក៏មកដល់កន្លែងគ្រូនោះធ្វើពិធីប៉ុន្តែវាមិនបានមកកាច់បំបាក់កគ្រូនោះទេប៉ុន្តែវាបានលងបន្លាចនិងចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់គ្រូទាំង2នាក់នោះធ្វើឲ្យគ្រូនោះឈួតលីលានៅពេលនោះគ្រូទាំង2នាក់នោះបានរត់ចូលទៅក្នុងភូមិដូចជាគ្មានសតិនៅក្នុងខ្លួនឡើយហើយបានស្រែកប្រាប់អ្នកភូមិថាពួកគេត្រូវបានខ្មោចលងពួកគេមានការខ្លាចខ្លាំងណាស់ពួកគេមិនចង់នៅក្នុងភូមិនោះទៀតទេសូមអ្នកភូមិជួយពួកគេផងហើយពួកគេយំននាដដីដូចជាកូនក្មេងដល់ពេលនោះក៏មានអ្នកស្រុកអ្នកភូមិទៅជួយចាប់ដែរប៉ុន្តែចាប់គេមិនជាប់នោះទេដោយសារតែកម្លាំងរបស់គេខ្លាំងពេកនិងវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនគេផងធ្វើឲ្យអ្នកស្រុកអ្នកភូមិចាប់គេមិនបានជាប់នោះឡើយហើយពួកគេទាំងពីរនាក់ក៏នាំគ្នារត់ចូលព្រៃបាត់ទៅអ្នកភូមិក៏បានដេញតាមដែរប៉ុន្តែគ្រូទាំងពីរនាក់នោះគឺបានរត់ចូលទៅក្នុងព្រៃបាត់ទៅហើយតាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញគ្រូនោះទៀតនោះទេរហូតដល់មានអ្នកខ្លះគិតថាគ្រូនោះត្រូវបានខ្លាខំអ្នកខ្លះមានការព្រួយបារម្ភយ៉ាងខ្លាំងបើសិនជាគ្រូអាគមត្រូវបានខ្លាខំប៉ិតណាស់ខ្លានោះនឹងខ្លាទៅជាព្រាយខ្លាប៉ុន្តែតាមពិតខ្លាទាំងពីរក្បាលនោះវាមានសភាពជាព្រាយខ្លាតាំងពីអើយមកទៅហើយដោយសារតែវាបានស៊ីសាកសពមនុស្សនិងមនុស្សដែលវាក៏ចរិតរត់ចូលទៅក្នុងព្រៃតៃហោងនោះចង់និយាយថាមនុស្សដែលចូលទៅរករបស់ព្រៃត្រូវបានខ្មោចលងបន្លាចធ្វើឲ្យឈួតលាលាហើយពួកគេក៏បានរត់ទៅប៉ះចំសត្វខ្លាដែលកំពុងតែរកចំណីដូច្នេះហើយត្រូវខ្លានឹងវាយប្រហារ
ចំណែកឯគ្រូទាំងពីរនាក់នេះរំលងបានកន្លះខែទើបដឹងថាពួកគេមិនបានត្រូវខ្លាខំនោះទេប៉ុន្តែពួកគេត្រូវបានអ្នកភូមិឯកើតបានប្រាប់មកថាឃើញស្លាប់លង់ទឹកមិនដឹងថាតើហេតុអ្វីនោះទេប៉ុន្តែក៏ត្រូវបានអ្នកភូមិនោះយកសពទៅបញ្ចុះទៅហើយដូច្នេះហើយខ្លាពីរក្បាលនេះវាមានសភាពជាព្រាយខ្លាប៉ុន្តែបើតាមដឹងវាមិនទាន់បានស៊ីគ្រូអាគមណាម្នាក់នោះឡើយប៉ុន្តែគ្រាន់តែថាខ្លានោះគឺវាមានភាពជាព្រាយខ្លាដដែលនឹងព្រោះវាបានខាំមនុស្សតាំងពីប្រមាណខែមុនមកម្លេះហើយអ៊ំក៏បានជ្រាបដំណឹងនេះដែរគ្រាន់តែថាគាត់មិនទាន់មានវិធានការអ្វីនោះទេព្រោះគាត់ក៏ធ្លាប់បានហាមគ្រូពីរនាក់នោះដែរប៉ុន្តែត្រូវបានគេសោចំអកហើយនិយាយលក់លើយឲ្យគាត់ថាបើសិនជាការពារអ្នកភូមិមិនបានកុំចេះដឹងរឿងរបស់គេប៉ុន្តែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយការងារទាំងអស់នោះគឺលើសពីតួនាទីរបស់គាត់ទៅហើយគាត់មានតួនាទីការពារអ្នកស្រុកអ្នកភូមិប៉ុន្តែអ្នកស្រុកអ្នកភូមិមួយចំនួនគឺយើងមិនអាចមើលថែគេបានគ្រប់24ម៉ោងឯណាបើមនុស្សចូលចិត្ត200គ្រួសារជាងទៅហើយមិនដឹងថាផ្ទះអ្នកណាចេញទៅរករបស់ព្រៃខ្លះផ្ទះអ្នកណានៅសង្ងំនៅក្នុងផ្ទះខ្លះដូច្នេះហើយទើបគាត់មើលមិនអស់នោះទេហើយពួកគាត់ក៏បាននិយាយផ្ដាំទៅអ្នកភូមិហើយឲ្យមានការប្រុងប្រយ័ត្នប៉ុន្តែពួកគេមួយចំនួនគេចចេះរឹងរូសដោយខ្លួនឯងនោះទេនៅពេលនោះអ៊ំសននិងអ៊ំដេតចាប់ផ្ដើមទទូចឲ្យអ៊ំជូតនិងអ៊ំយ៉ាន់ជួយដល់អ្នកភូមិដោយផ្លូវអាគមដែរប៉ុន្តែអ៊ំក៏មិនទាន់និយាយអ្វីនោះទេដោយតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយអ៊ំពួកគាត់បាននៅកន្លែងណាដែលមានមនុស្សចេះច្រើនក៏ដូចជាមានអ្នកអួតអាងច្រើនគាត់មិនចង់បញ្ចេញសមត្ថភាពអ្វីនោះទេព្រោះពួកគាត់មិនមែនជាមនុស្សប្រភេទទាំងអស់នោះឡើយហើយនៅថ្ងៃបន្ទាប់នៅក្នុងស្រុកភូមិនោះចេះតែមានរឿងមិនល្អកើតឡើងរហូតគាត់ថាឲ្យតែអ្នកដែលចេញទៅរករបស់ព្រៃគេតែងតែជួបនៅសភាវៈមិនល្អដូចជាវិញ្ញាណខ្មោចព្រាយលងបន្លាចក៏ដូចជាជួបពពួកសត្វសាហាវអីអញ្ចឹងទៅលុះរហូតដល់ល្ងាចថ្ងៃមួយអ៊ំទាំង4នាក់គាត់កំពុងតែយាមល្បាតនៅតាមស្រុកភូមិនៅក្បែរជីព្រៃពេលនោះសំឡេងសម្រាប់ជើងរបស់សត្វអ្វីម្យ៉ាងបានបន្លឺឡើងវាចេះតែបន្តដំណើរមករហូតមកចិត្តដល់ក្បែរពួកគាត់អ៊ំសូនស្រែកបន្លឺឡើងថាខ្លាធំណាស់ពួកអានេះខ្លាមកហើយពេលនោះដែលហេតុថាខ្លានោះវាឃើញមនុស្សទាំងអស់គ្នាកាន់សុទ្ធតែកំភ្លើងគ្រប់ដៃវាចេះណាស់វាដកថយក្រោយទៅវិញហើយចំណែកខ្លានោះនៅពេលដែលដើរមកគឺលឺដូចជា2ក្បាលប៉ុន្តែនៅពេលដែលមកដល់អ៊ំសនគាត់ឃើញតែមួយក្បាលនោះទេហើយនៅពេលដែលអ៊ំសនគាត់ស្រែកធ្វើឲ្យអ្នកស្រុកអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮសំឡេងរបស់អ៊ំសនដែលបានស្រែកនោះមនុស្សម្នាក៏នាំគ្នាគោះត្រដោកហើយក៏មកជុំគ្នានៅកន្លែងអ៊ំយាមល្បាតនោះអ៊ំជូតគាត់ក៏បានប្រាប់តាមដំណើររឿងទៅអ្នកភូមិឲ្យបានដឹងហើយក៏បានដេញឲ្យអ្នកស្រុកអ្នកភូមិទៅសម្រាកវិញគាត់ថាមិនអីទេចាំគាត់មើលខាខុសត្រូវឲ្យប៉ុន្តែរំលងបានប្រហែលជា 2-3 ថ្ងៃខ្លានោះបានមកផ្ទះគ្រូអាគមដែលវាបានខំកូននោះម្ដងទៀតវាមកទាំង2ក្បាលចង់និយាយថាខ្លាមួយក្បាលដែលនៅទិសខាងលិចកន្លែងអ៊ំសនបានឃើញនោះវាបានផ្លាស់ទីមកព្រៃខាងកើតភូមិវិញហើយម្ដងនេះវាមិនមែនមានតែមួយក្បាលឯណាវាមានរហូតទៅដល់2ក្បាលឯណោះហើយនៅពេលនោះគឺជាពេលល្ងាចម៉ោង 6 រសៀលប្រលប់ល្មមហើយគឺអាចមើលគ្នាឃើញស្ទង់មិនសូវច្បាស់ប្រពន្ធនិងកូនប្រុសរបស់គ្រូនោះកំពុងតែដាំបាយនៅក្រោមផ្ទះចំណែកឯខ្លានោះវាបានដើរលបវាចង់មកវាយប្រហារមនុស្សតែម្ដងប៉ុន្តែត្រូវបានគ្រូនោះឃើញដែលហេតុថាគ្រូនោះគឺនៅអង្គុយលើកាំជណ្ដើរហើយដៃរបស់គាត់ក៏នៅជិតកំភ្លើងរបស់គាត់ដែរគ្រូនោះបានទាញកំភ្លើងមកសំឡេងកំភ្លើងក៏បានបន្លឺឡើងខ្លាមួយក្បាលក៏បានត្រូវរបួសអ្នកស្រុកអ្នកភូមិក៏គោះត្រដោកម្ដងទៀតហើយក៏នាំគ្នារត់មកកន្លែងស្នូកំភ្លើងដែលបន្លឺឡើងនោះប៉ុន្តែនៅពេលដែលមកដល់ឃើញតែប្រពន្ធនិងកូនប្រុសគ្រូនោះកំពុងតែស្រែកយំដែលហេតុថាគាត់ខ្លាចពេកនឹងរត់ធត់ជាមួយនឹងសំឡេងកំភ្លើងផង
ចំណែកគ្រូម្នាក់នោះគឺបានរត់ទៅតាមខ្លាដែលត្រូវរបួសនឹងបាត់ទៅហើយខ្លាមួយក្បាលរត់យ៉ាងលឿនចូលទៅក្នុងព្រៃចំណែកខ្លាមួយក្បាលទៀតវាបានបោលទៅមិនសូវបានលឿននោះទេចង់និយាយថាពេលដែលក្រកំភ្លើងត្រូវវាដែលហេតុថាវាមិនទាន់ឈឺខ្លាំងនោះទេណាមួយកម្លាំងរបស់វានៅពេញវារត់បានលឿនប៉ុន្តែនៅពេលដែលរត់ទៅមុខបានបន្តិចវាទៅមិនបានលឿននោះទេឈាមរបស់វាបានស្រក់នៅតាមផ្លូវចំណែកគ្រូនោះគាត់បានកាន់កំភ្លើងនិងពើរបស់គាត់មួយដែលសម្ដៅទៅតាមប្រមាញ់ខ្លាដែលរងរបួសនោះប៉ុន្តែនៅពេលដែលឃើញថាខ្លាវាបានចូលព្រៃជ្រៅបាត់ទៅហើយគាត់ក៏បានត្រឡប់មកវិញមើលទៅគ្រូនោះគាត់ពិតជាមានភាពក្លាហានណាស់ហើយមូលហេតុដែលគាត់អាចមើលឃើញខ្លានោះមុននៅពេលដែលវាដើរស្ទង់ប្រុងនឹងវាប្រហារប្រពន្ធកូនរបស់គាត់ដែលហេតុថានៅជុំវិញផ្ទះរបស់គាត់មានការដុតភ្លើងចន្លោះគ្រប់ជ្រុងគ្រប់ទិសគាត់ការពារសត្វសាហាវនៅពេលយប់រលប់ចាស់ចំនួនមុនភាគច្រើនគឺគេធ្វើបែបនេះគឺគេបង្កាត់ភ្លើងនៅជុំវិញក្រោលគោឬក៏ជុំវិញផ្ទះហើយគាត់បានឃើញស្រមោលរបស់ខ្លាទាំងពីរក្បាលនោះដើរលបមកវាប្រហារកូនប្រពន្ធរបស់គាត់ដឹងច្បាស់ថាខ្លានោះប្រកាសជាចង់មកវាប្រហារប្រពន្ធនិងកូនរបស់គាត់ហើយគាត់ក៏បានដឹងមុនគាត់ពិតជាសោកស្ដាយណាស់ដែលបាញ់សម្លាប់ខ្លានោះមិនបានប៉ុន្តែនៅថ្ងៃស្អែកគាត់ក៏បានបបួលអ្នកស្រុកអ្នកភូមិឲ្យតាមខ្លានោះប៉ុន្តែគ្មានអ្នកណាហ៊ានទៅជាមួយគាត់នោះឡើយចំណែកនៅថ្ងៃនោះណាដែលព្រមទៅគឺមានតែ2អ្នកគត់ទី1អ៊ំយ៉ាន់ទី2អ៊ំជូតនេះឯងហើយអ៊ំជូតគាត់ឲ្យអ៊ំដេតអ៊ំសននិងទាហានដទៃទៀតនៅមើលការខុសត្រូវនៅក្នុងភូមិមើលទៅពួកគាត់មិនមានការខ្លាចរអាជាមួយនឹងខ្លាពីរក្បាលនោះទេដោយហេតុថាពួកគាត់គឺជាព្រានព្រៃទាំងអស់គ្នានៅពេលដែលរៀបចំបាយទឹកអីហើយក៏នាំគ្នាចេញទៅកំភ្លើងមានម្នាក់មួយដើមក្របអាគមមានរៀងខ្លួននៅពេលដែលដើរតាមស្នាមឈាមនោះទើបដឹងថាខ្លានោះបានបាត់ស្នាមឈាមនៅម្ដុំមាត់ស្ទឹងប្រហែលជាវាចុះផឹកទឹកឬក៏ចុះទៅត្រាំខ្លួននៅក្នុងទឹកដូច្នេះហើយទើបធ្វើឲ្យស្នាមឈាមបាត់នៅត្រង់នឹងហើយពួកគាត់ក៏សន្និដ្ឋានថាខ្លានោះត្រូវរបួសខ្លាំងវាមិនអាចដើរបានឆ្ងាយនោះទេហើយពួកគាត់ហ៊ានតាមប្រមាញ់វាព្រោះថាព្រៃដែលនៅប៉ែកខាងនឹងវាមិនសូវក្រាស់ប៉ុន្មាននោះឡើយគឺមានកូនដើមត្បែងកូនដើមផ្ដៀកដោះមិនសូវក្រាស់ល្មមអាចមើលឃើញច្បាស់ហើយទីតាំងនោះវាក៏មិនពិបាកក្នុងការដើរតាមខ្លានោះដែរដូច្នេះហើយទើបពួកគាត់សម្រេចចិត្តតាមតែប្រសិនជាខ្លានោះរត់ទៅជ្រុងព្រៃខាងត្បូងពួកគាត់ក៏មិនហ៊ានតាមនោះដែរព្រោះទីនោះសុទ្ធតែដើមឈើធំដុះក្រាស់ខ្មឹករកមើលតែព្រះអាទិត្យក៏មិនចង់ឃើញដែរចំណែកអាសត្វសាហាវវិញគឺនៅប្រមូលផ្ដុំគ្នានៅទីនោះទាំងអស់ជាពិសេសពពួកពស់ពឹសហើយនៅពេលដែលដើរទៅតាមផ្លូវរទេះគោទៅមុខបានបន្តិចទើបដឹងថាស្នាមឈាមគឺបានប្រឡាក់នៅតាមស្លឹកឈើដែលដុះនៅតាមមាត់ផ្លូវរទេះគោចាស់នោះពេលនោះមេឃក៏ចាប់ផ្ដើមរកភ្លៀងនិងរលឹមផ្គររន្ទះក៏បានចាប់ផ្ដើមបន្លឺឡើងសំឡេងសត្វកង្កែបសត្វតឡនតនក៏បានបន្លឺឡើងនៅពេលមេឃភ្លៀងចំណែកពពួកសត្វបាសីក៏នាំគ្នាហើរចូលសម្បុកហើរចូលបង្កងអស់ព្រោះពួកវាខ្លាចភ្លៀងមកសើមពងរបស់វាអាចធ្វើឲ្យពងស្អុយមិនអាចញាស់កូនមកបានចំណែកពួកគាត់ចេះតែបន្តដំណើរមកមុខរហូតដោយសារតែមេរលឹមនិងសំឡេងផ្គរលាន់ដូច្នេះហើយសំឡេងដានជើងរបស់គាត់ដែលដើរនៅតាមផ្លូវសត្វដែលនៅក្បែរនោះវាប្រហែលជាស្ដាប់មិនឮនោះទេដែលហេតុថាមេឃវាកំពុងតែភ្លៀងរលឹមដំណក់ទឹកភ្លៀងបានប៉ះជាមួយនឹងស្លឹកឈើបានបន្លឺសំឡេងឡើងដូចជាខែវស្សាកំពុងតែខិតចូលមកដល់អញ្ចឹងហើយពួកគាត់ក៏បានដើរទៅប្រទះជាមួយនឹងដើមឈើទាលមួយដើមយ៉ាងធំខ្ពស់ល្មមព្រានព្រៃ3នាក់ដែលពោពេញទៅដោយជំនាញគឺជាបទពិសោធន៍ធ្វើធ្នាក់ក៏នាំគ្នារៀបចំធ្វើមូលហេតុដែលពួកគាត់ធ្វើធ្នាក់កន្លែងនេះដែលហេតុថាគឺតែងតែមានគេនិយាយថាខ្លាពីរក្បាលនោះគឺតែងតែដើរឆ្លងកាត់នៅទីនោះហើយម្យ៉ាងទៀតមើលទៅទីតាំងនិងស្ថានភាពកន្លែងនេះដូចជាអំណោយផលក្នុងការចាំវាណាស់ណាមួយប្រសិនជាចំណាយពេលដើររកពួកវាមិនដឹងថាយូរប៉ុណ្ណានោះទេហើយសត្វខ្លានោះបើវាមានរបួសមិនមែនថាវាសង្ងំរហូតនោះឡើយមេឃភ្លៀងបែបនេះវាក៏ត្រូវការចល័តផ្លាស់ទីតាំងតិចតួចដែរ
ហើយពួកគាត់ក៏សម្រេចចិត្តថាធ្វើធ្នាក់នៅមេឃភ្លៀងរលឹមតិចៗនេះតែម្ដងដើម្បីកុំឲ្យខ្លានោះដឹងថាពួកគាត់នៅម្ដុំនេះព្រោះដំណក់ទឹកភ្លៀងនិងសំឡេងផ្គរលាន់អាចបន្លំសំឡេងដែលពួកគាត់កាប់ឈើក៏ដូចជារៀបចំធ្វើធ្នាក់បានគ្រាន់តែថាវាពិបាកបន្តិចដោយសារតែឈើវារអិលនៅពេលដែលមេឃភ្លៀងប៉ុន្តែដែលហេតុថានៅលើដើមឈើទាលនោះមានវល្លិគុយជាច្រើនបានដុះឡើងហើយសុទ្ធតែជាវល្លិធំៗទៀតដូច្នេះហើយទើបពួកគាត់មិនពិបាកក្នុងការឡើងនោះទេប្រហែលជា1ម៉ោងជាងធ្នាក់ក៏បានធ្វើហើយម៉ោង7ចូល12ថ្ងៃត្រង់ទៅហើយគ្រូអាគមទាំង3ក៏បានរៀបចំហូបបាយហូបអីនៅលើធ្នាក់រំលងបានប្រហែល7 1ម៉ោងមេឃក៏ចាប់ផ្ដើមរាំងសត្វបក្សីក៏ហើរចេញពីសម្បុកវិញសំឡេងកង្កែបសំឡេងត្រឡន់តនក៏បានបន្លឺឡើងខ្លាំងជាងមុនសត្វតូចធំដែលរត់កាត់ទឹកភ្លៀងដែលដក់នៅតាមវាលស្រែចាស់ក៏បន្លឺឡើងច្បាស់មួយសន្ទុះសំឡេងសត្វដើរកាត់ទឹកភ្លៀងក៏ឮបន្តប៉ុន្តែម្ដងនេះវាមិនដូចមុននោះទេខ្លួនរបស់វាបានទៅប៉ះជាមួយនឹងស្លឹកផ្អាវនិងមែកឈើដែលដុះទៀបៗដែលនៅតាមក្បែរមាត់ផ្លូវជើងរបស់វាបានដើរជាន់ជាមួយនឹងទឹកដែលដក់នៅតាមក្រឡុកតូចៗគ្រូអាគមទាំង3ក៏ដឹងច្បាស់ថាសំឡេងសត្វនេះមិនតូចនោះទេហើយខ្ញុំហៅគ្រូអាគមទាំង3នេះគឺមានអ៊ំជូតអ៊ំយ៉ាន់និងគ្រូអាគមម្នាក់នោះដែលហេតុថាគាត់ធ្លាប់ធ្វើជាព្រានព្រៃក៏ដូចជាមានបទពិសោធន៍ច្រើនដូច្នេះហើយមិននិយាយអ្វីច្រើនទៅកាន់គ្នានោះទេដៃនីមួយៗកាន់កំភ្លើងរៀងខ្លួនងាកទៅមើលជ្រុងម្ខាងនៃជាយព្រៃគឺមានផ្លូវចាស់ដែលសត្វតែងតែដើរមួយទៀតដែលវាមកប្រសពជាមួយនឹងផ្លូវរទេះគោចាស់នោះដូច្នេះហើយសត្វវាតែងតែធ្វើដំណើរកាត់ទីនេះដើម្បីទៅរកប្រភពទឹកនិងរកចំណីសំឡេងដែលដើរកាត់កំពតព្រៃនិងឈើតូចៗឬសូរក្រោកក្រាក់មើលមិនទាន់ឃើញច្បាស់នោះទេឬតែសំឡេងដែលសារតែកំពតព្រៃនៅម្ដុំនោះវារៀងក្រាស់ខ្វឹកបន្តិចសម្រាប់យើងមើលពីលើទៅឃើញតែចុងព្រៃរំកើតិចបន្តិចក្រោយមកទើបម្ចាស់សំឡេងនោះបានមកដល់ទីវាលបន្តិចដែលមានព្រៃដុះមិនសូវក្រាស់នៅទីនោះសងខាងផ្លូវគឺមានតែកំពតព្រៃតិចតួចតែប៉ុណ្ណោះម្ចាស់សំឡេងក៏បានបង្ហាញខ្លួនឡើងមួយក្បាលខាងមុខវាគឺជាសត្វញីខ្លួនរបស់វាគឺចុងប៉ិនគោជំទង់ទៅហើយវាបានដើរនៅមុខអាឈ្មោលដែលដើរនៅពីក្រោយវាអាឈ្មោលវារាងតូចជាងមញីបន្តិចហើយវាមានរបួសនៅត្រង់ស្មាខាងស្ដាំវាដើរលើផ្លូវចាស់សំដៅទៅមុខតិចសម្បកភ្នែករបស់វារៀបតែរកនិងបិទភ្នែកគ្របពីលើភ្នែករបស់វាទៅហើយមើលទៅជីវិតរបស់វារស់មិនសូវបានយូរដែរមញីដែលដើរនាំមុខអាឈ្មោលដោយមិនដឹងថាមានគេកំពុងតែចាំវាប្រហារវានោះឡើយចំណែកអាឈ្មោលដែលហេតុថាខ្លួនវាបានត្រូវគ្របកំភ្លើងទៅហើយណាមួយសម្បកភ្នែករបស់វារៀបតែនឹងគ្របភ្នែកបាត់ទៅហើយមើលអ្វីមិនឃើញនោះទេចំណែកដងខ្លួនពោពេញទៅដោយការឈឺចាប់មិនមានការចាប់អារម្មណ៍អ្វីនៅតាមមជ្ឈដ្ឋាននៅជុំវិញខ្លួននោះឡើយពេលនោះសំឡេងកំភ្លើងក៏បានបន្លឺឡើង3គ្រាប់កំភ្លើងទាំង3នោះគឺខុសមួយគ្រាប់ត្រូវតែ2គ្រាប់ទេដែលហេតុថាឈ្មោះនោះវាដើរគៀកគ្នានឹងមីញីហើយគ្រាប់កំភ្លើងបាញ់ត្រូវក្បាលអាឈ្មោះមួយគ្រាប់និងត្រូវជើងខាងឆ្វេងមួយគ្រាប់ចំណែកគ្រាប់កំភ្លើងមួយគ្រាប់ទៀតបានទៅត្រូវនឹងដីមីញីវាមិនត្រូវរបួសអ្វីនោះទេវាបានបោររត់ចូលទៅក្នុងព្រៃបាត់សំឡេងខ្លាដំបងជាអាឈ្មោះនោះបានមិនលឺឡើងវាស្រែកពោពេញទៅដោយការឈឺចាប់មុននឹងវាដាច់ខ្យល់ងាប់ពេលនោះសត្វបក្សីដែលនៅទុំតាមដើមឈើក៏ដូចជាសត្វតូចធំដែលរត់លេងនៅតាមកំពតព្រៃក្បែរនោះក៏បានមិនលឺឡើងម្ដងទៀតដោយសារតែសំឡេងក្រកំភ្លើងទៅធ្វើឲ្យពួកវាផ្អើលហើយមីញីមួយក្បាលនោះវាបានរត់ចូលទៅក្នុងព្រៃជ្រៅប្រហែលជាវារត់ទៅឆ្ងាយហើយគ្រូអាគមទាំង3ក៏មិនហ៊ាននៅយូរនោះឡើយក៏នាំគ្នាស្រូតចុះមកក្រោមពេលនោះគ្រូអាគមម្នាក់ដែលខ្លាបានខំកូនគោរបស់គាត់នោះបានយកកាំបិតរបស់គាត់ទៅកាត់យកចង្កូមមួយនិងស្បែកដែលនៅលើថ្ងាសសត្វខ្លានោះដោយជាស្បែកវាបណ្ដាលសូត្រអាគមគាថារបស់គាត់បណ្ដាលចំណែកអ៊ំជូតនិងអ៊ំយ៉ាន់គាត់បានឈរមើល
ពួកគាត់មិនបានធ្វើអ្វីនោះឡើយអ៊ំយ៉ាន់មិនឲ្យគ្រូនោះធ្វើអ្វីច្រើនទៀតនោះទេគឺប្រញាប់នាំគ្នាដើរសម្ដៅទៅផ្ទះព្រោះមេឃក៏ចាប់ផ្ដើមរសៀលទៅហើយឆាប់នាំគ្នារត់ទៅក្នុងភូមិវិញដោយហេតុថាខ្លាចមីញីវាមកវាប្រហារសងសឹកគាត់វិញម្នាក់ក៏នាំគ្នាដើរទៅមុខបណ្ដាងាកមើលក្រោយបណ្ដាដៃកាន់កំភ្លើងក្តាប់យ៉ាងណែនពេញដៃភ្នែកចេះតែសម្លឹងមើលទៅមជ្ឈដ្ឋានជុំវិញខ្លួនរហូតចំណែកឯកំភ្លើងកាច់បង់រួចជាស្រេចគឺចាំតែកេះកៃបាញ់នៅពេលមានអាសន្នតែប៉ុណ្ណោះមុនមេឃងងឹតអ្នកទាំង3នាក់ក៏បានមកដល់ក្នុងភូមិវិញមនុស្សម្នាក៏ចំរោមមើលចង់ដឹងថាតើគ្រូទាំង3នាក់នោះចេញទៅប្រមាញ់តើសម្រាប់វាបានដែរឬទេបរោះដែលជាគ្រូអាគមម្នាក់នោះក៏បានទាញចង្កូមខ្លានិងស្បែកថ្ងាសរបស់វាចេញមកឲ្យអ្នកស្រុកអ្នកភូមិបានមើលអ្នកភូមិនៅពេលដែលបានឃើញចង្កូមរបស់អ្នកពិឃាតដែនព្រៃត្រូវបានគេកាច់បំបាក់បែបនេះពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែបរោះនោះក៏បាននិយាយទៅកាន់អ្នកភូមិថាគឺមិនមែនគាត់នោះទេដែលជាអ្នកបាញ់ត្រូវគឺជាបងប្រុសពីរនាក់នោះគាត់ចងល់ទៅកាន់អ៊ំហើយគាត់បាននិយាយថាក្របកំភ្លើង3គ្រាប់គឺគ្រាប់របស់គាត់បានបាញ់ខុសទៅត្រូវនឹងដីចំណែកគ្រាប់របស់អ៊ំទាំងពីរនាក់បានបាញ់ត្រូវលើដងខ្លួនខ្លានិងក្បាលរបស់ខ្លានោះប៉ុន្តែនៅពេលដែលបាញ់នោះអ៊ំជូតជាអ្នកបាញ់ត្រូវក្បាលចំណែកអ៊ំយ៉ាន់ជាអ្នកបាញ់ត្រូវជើងហើយបរោះនោះគឺគាត់បាញ់ខុសមិនមែនថាគាត់បាញ់មិនត្រង់នោះទេដោយហេតុថាខ្លាក៏វាចេះដែរនៅពេលដែលឮសំឡេងកំភ្លើងវាបានលោតទៅម្ខាងទៀតចំណែកអាឈ្មោលមួយក្បាលដែលវាស្លាប់នេះដែលហេតុថាវាមានរបួសកិច្ចមិនបានលឿនដូច្នេះហើយពេលគ្រាប់កំភ្លើងរបស់អ៊ំបាញ់សម្ដៅទៅត្រូវចំក្បាលមួយគ្រាប់ចំជើងមួយគ្រាប់ណាមួយគប់សំជាមួយនឹងទឹកដៃរបស់អ៊ំជូតដោយដែលអ្នកទាំងអស់គ្នាដឹងស្រាប់អញ្ចឹងអ៊ំជូតគឺគាត់ដៃត្រង់ណាស់នៅពេលនោះអ្នកស្រុកអ្នកភូមិមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំងប៉ុន្តែអ៊ំជូតក៏បាននិយាយឡើងថាអ្នកទាំងអស់គ្នាកុំតន់សប្បាយចិត្តខ្លាំងពេកមីញីមួយក្បាលនោះប្រកាសជាវាចូលមកសងសឹកយើងវិញហើយខ្ញុំថាអ្នកទាំងអស់គ្នាគួរតែបង្កើនការប្រុងប្រយ័ត្នបន្តិចទៅគ្រូអាគមម្នាក់នោះក៏ងក់ក្បាលហើយនិយាយថាបងប្រុសគាត់និយាយត្រូវហើយអ្នកទាំងអស់គ្នាក៏មានការធ្វេសប្រហែសឲ្យសោះហើយខ្ញុំជឿថាវាមកម្ដងនេះវាមិនមែនខំសត្វចិញ្ចឹមទៀតនោះទេវាប្រកាសជាមកវាប្រហារមនុស្សម្ដងហើយអ្នកស្រុកអ្នកភូមិនៅពេលដែលឮបែបនេះពួកគាត់កាន់តែភ័យព្រួយម្ដងទៀតហើយក៏ត្រូវបានអ៊ំជូតនិយាយប្រាប់ថាកុំបារម្ភពេកអីគ្រប់គ្នាប្រុងប្រយ័ត្នទៅបានហើយតែក៏មានការខ្លាចរអាខ្លាំងពេកកាលណាយើងខ្លាចរអាខ្លាំងពេកធ្វើឲ្យយើងបាក់ស្បាតមិនមានស្មារតីក្នុងការការពារល្អនោះទេអ៊ំជូតនិងអ៊ំយ៉ាន់ក៏និយាយថាខ្ញុំគឺជាអ្នកសម្លាប់អាឈ្មោលរបស់វាដូច្នេះមីញីនោះទុកឲ្យពួកខ្ញុំនិងបងប្រុសខាងនេះជាអ្នកទទួលខុសត្រូវគ្រូអាគមអ្នកនោះក៏តបមកថាត្រូវហើយទុកឲ្យខ្ញុំ3នាក់ជាអ្នករ៉ាប់រងនៅភារកិច្ចនេះពេលនោះមនុស្សម្នាក៏បំបីគ្នាទៅផ្ទះរៀងៗខ្លួននៅពេលដើរទៅដល់កន្លែងសម្រាប់វិញអ៊ំដេតនិងអ៊ំសនក៏បានសួរមកកាន់អ៊ំទាំងពីរថាហេតុអ្វីមិនសម្លាប់ឲ្យអស់ទៅចាំបាច់ទុកមួយក្បាលធ្វើអីពួកគាត់បាននិយាយថាមិនមែនពួកគាត់ចង់ទុកនោះទេប៉ុន្តែវាឆ្លាតណាស់វាច្បាស់ណាស់គ្រាប់កំភ្លើងនៅពេលដែលបាញ់ទៅគ្រាន់តែលឺស្នូវារហ័សជាងគ្រាប់កំភ្លើងទៅទៀតពេលនោះយើងបាញ់អាឈ្មោលនោះបានដោយសារតែវាមានរបួសនោះទេហើយណាមួយមីញីនេះវាភ្លេចខ្លួនតាមដែលយើងដឹងវាមានធាតុជាព្រាយខ្លាបាត់ទៅហើយវាឆ្លាតជាងខ្លាធម្មតាឆ្ងាយណាស់តែមិនអីនោះទេយើងជឿថាវានឹងត្រឡប់មកវិញប៉ុន្តែពួកយើងនៅមានភារកិច្ចច្រើនទៀតនៅខ្លាផងប្រឡឹងខ្មោចតៃហោងផងអ៊ំជូតក៏ដល់ដង្ហើមធំមួយសន្ទុះក្រោយមកក៏ឮសំឡេងបរោះម្នាក់ហៅពួកគាត់បរោះនោះបានសួរថាតើបងនៅផ្ទះទេសំឡេងនេះគឺជាសំឡេងរបស់គ្រូអាគមម្នាក់ដែលទៅប្រមាញ់ខ្លាជាមួយគាត់កាលពីថ្ងៃមិញនេះឯងហើយគ្រូនោះមានឈ្មោះថាគ្រូក្តីគ្រូនោះបានឡើងមកលើផ្ទះដែលពួកគាត់បានសម្រាកគាត់មកជាមួយនឹងមាន់ស្ងោរមួយក្បាលហើយនឹងស្រាថ្នាំប្រហែលជា2លីត្រពួកគាត់និយាយគ្នាលេងបណ្ដាដកមេបណ្ដាមើលតែគ្រូនោះគាត់មិនមែនជាមនុស្សចិត្តអាក្រក់អីនោះទេគាត់ជាមនុស្សល្អដូចគេដូចឯងដែរគ្រាន់តែថាគាត់រកស៊ីខាងវិជ្ជាអាគមនេះដើម្បីរកប្រាក់ចិញ្ចឹមគ្រួសាររបស់គាត់តែប៉ុណ្ណោះគាត់ក៏បាននិយាយមកកាន់អ៊ំជូតនិងអ៊ំយ៉ាន់ថាតាមពិត
បងគឺជាគ្រូអាគមដ៏ខ្លាំងនិងមានសេចក្តីសន្តោសមេត្តាម្នាក់ខ្ញុំដឹងតាំងពីយូរមកហើយប៉ុន្តែខ្ញុំមិនហ៊ានសួរអ្វីច្រើននោះទេដោយសារតែខ្ញុំមិនទាន់ស្គាល់ចិត្តគ្នាតែថ្ងៃនេះទើបគាត់ដឹងច្បាស់ហើយគាត់សួរបន្តថាតើក្របកំភ្លើងដែលបាញ់នោះគឺជាក្របអាគមតើមែនទេអ៊ំគាត់ក៏ងក់ក្បាលគ្រូនោះនិយាយថាត្រូវហើយថ្ងៃមិញមូលហេតុដែលខ្ញុំបាញ់ខុសដោយសារតែទឹកដៃរបស់ខ្ញុំផងហើយក្របរបស់ខ្ញុំគឺជាក្របធម្មតាផងណាមួយពួកវាជាព្រាយខ្លាផងសំណាងចេះបងឯងបាញ់ត្រូវបើមិនអញ្ចឹងទេពួកយើងច្បាស់ជាវីវទាំងអស់គ្នាហើយមិនដឹងថាសាកសពមួយក្បាលនោះវាស្អុយរលួយឬក៏ពួកឆ្កែចចកវាមកខំស៊ីហើយឬនៅទេអ៊ំបាននិយាយថាមិនយូរទេមីញីនោះនឹងត្រឡប់មកវិញហើយមកមើលសាកសពអាឈ្មោលនោះដូច្នេះហើយទើបខ្ញុំបបួលបងឯងស្រោតចុះមកក្នុងភូមិមុនមេងងឹតគ្រូនោះក៏និយាយថាខ្ញុំក៏គិតអញ្ចឹងដែរប៉ុន្តែខ្ញុំមកនេះគឺចង់បបួលបងទៅបង្ក្រាបប្រលឹងតៃហោងទាំងអស់នោះតើបងមានវិធានការអ្វីទេបើប្រើតែវិធីបង្ក្រាបសង្កត់វិញ្ញាណដោយពួកខ្ញុំនេះប្រហែលជាមិនបានផលនោះឡើយអ៊ំថាខ្ញុំមិនសូវដឹងអីជ្រៅជ្រះដែរប៉ុន្តែខ្ញុំចេះតែពីវិធីធ្វើបុណ្យធ្វើពិធីឲ្យគេឆាប់ទៅចាប់ជាតិទៅកាន់សុគតិភពតែប៉ុណ្ណោះខ្ញុំមិនចេះអីច្រើនជាងនេះនោះឡើយខ្ញុំគិតថាការធ្វើបែបនេះព្រលឹងទាំងអស់នោះឆាប់បានទៅចាប់ជាតិជាងដែលយើងទៅចាប់ពួកវាយកមកដាក់ក្នុងក្អមយកទៅដាក់ក្នុងក្រឡហើយការធ្វើបែបនេះខ្ញុំជឿថាវាមិនសូវជាបានផលនោះទេបងពួកគាត់ផឹកបណ្ដើនិយាយពីរឿងដែលត្រូវធ្វើបន្ទាប់បណ្ដើហើយគ្រូក្តីម្នាក់នោះគាត់បានសុំឲ្យអ៊ំរើសថ្ងៃដែលត្រូវធ្វើពិធីអ៊ំចូលគាត់រើសយកល្ងាចថ្ងៃសុក្រគឺនៅសល់តែ2ថ្ងៃទៀតទេវាដល់ថ្ងៃដែលត្រូវធ្វើពិធីហើយអ៊ំក៏បានបបួលអ្នកស្រុកអ្នកភូមិទាំងអស់ឲ្យរៀបចំតាមប្រពៃណីរបស់បងប្អូនខ្មែរគាត់គ្រាន់តែរើសថ្ងៃល្អក៏ដូចជាសូត្រគេថាអាគមខ្លះដើម្បីឲ្យប្រលឹងទាំងអស់នោះបានទៅកាន់សុគតិភពតែប៉ុណ្ណោះគាត់បាននិយាយសុំកម្មាទោសទៅកាន់វិញ្ញាណទាំងអស់ក៏ដូចជាសុំទោសនៅកំហុសខុសឆ្គងដែលបានធ្វើខុសទៅលើពួកគេចង់និយាយថាសុំទោសដែលនៅស្រុកភូមិជាមួយគ្នាប៉ុន្តែមិនបានជួយបញ្ចុះសពធ្វើបុណ្យឲ្យស្រួលបួលដោយហេតុថាការស្លាប់របស់ពួកគេគឺអ្នកស្រុកអ្នកភូមិគេមិនបានដឹងនោះទេដោយសារតែពួកគេគឺសុទ្ធតែស្លាប់តៃហោងនៅក្នុងព្រៃសូមកុំចងកម្មចងពៀគ្នាអីហើយក្នុងពិធីនោះអ្នកស្រុកអ្នកភូមិបានទៅចូលរួមយ៉ាងច្រើនកុះករគាត់ថាអ្នកខ្លះមានជាបាយសីចំណែកអ្នកខ្លះទៀតមានដូចជាសំណែនគាត់ថាគាត់អត់ស្គាល់របស់ទាំងអស់នោះទេគឺគេមានរៀបចំខុសៗគ្នាហើយនៅពេលដែលពិធីនោះធ្វើចប់គាត់ថាមិនមែនថានៅក្នុងស្រុកភូមិបានសុខ 100% នោះទេប៉ុន្តែគឺបានសុខសាន្តជាងមុនឆ្ងាយណាស់គឺលែងមានវិញ្ញាណតៃហោងមកលងបន្លាចរាល់ថ្ងៃទៀតហើយគាត់មិនបានដឹងថាវិញ្ញាណទាំងអស់នោះបានទៅចាប់ជាតិឬក៏អត់នោះទេហើយពួកគាត់តាំងពីដើមមកគឺមិនសូវផ្ដោតទៅលើវិញ្ញាណទាំងអស់នោះឡើយគឺពួកគាត់ផ្ដោតសំខាន់ទៅលើមីញីមួយក្បាលនោះឯងដែលហេតុថាវាគឺអាចបង្កគ្រោះថ្នាក់ដល់អ្នកស្រុកអ្នកភូមិជាវិញ្ញាណខ្មោចតៃហោងទាំងអស់នោះទៅទៀតអ៊ំគាត់តែងតែនិយាយដាស់ស្មារតីអ្នកភូមិឲ្យបានដឹងថានៅថ្ងៃណាមួយស្ដេចព្រៃមួយក្បាលនោះនឹងត្រឡប់មករកអ្នកស្រុកអ្នកភូមិយើងវិញដើម្បីសងសឹកឲ្យអាឈ្មោះនោះវិញហើយដូច្នេះហើយអ្នកទាំងអស់គ្នាគឺត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយនៅពេលដែលមានរឿងហេតុមិនល្អកើតឡើងត្រូវតែប្រញាប់គោះត្រដោកដូចមុនឲ្យបានលឿនជាបន្ទាន់កុំភ្លេចខ្លួនឲ្យសោះចំណែកគាត់ក៏បានឲ្យអ្នកស្រុកអ្នកភូមិដែលជាកំឡោះមានកម្លាំងមាំមួនជួយយាមល្បាតភូមិជំនួសពួកគាត់មួយរយៈព្រោះគាត់ត្រូវដកកម្លាំងខ្លះដើម្បីរៀបចំយុទ្ធសាស្ត្រប្រមាញ់ខ្លាមួយក្បាលនោះគឺគាត់ដកអ៊ំដេតនិងអ៊ំសនឲ្យមកជួយការងាររបស់គាត់ហើយនឹងគ្រូក្តីម្នាក់ទៀតនៅល្ងាចថ្ងៃមួយអ៊ំចោតគាត់បានមើលផ្កាយមើលតារាសាស្ត្រគាត់បាននិយាយថាស្រុកទេគឺនៅមានសង្គ្រាមនៅឡើយមិនទាន់បានស្ងប់សុខនោះទេហើយនៅក្នុងស្រុកភូមិបន្តិចទៀតនឹងមានរឿងហេតុមិនល្អកើតឡើងដូច្នេះហើយប្រកាសណាស់រឿងនោះគឺកើតឡើងចេញពីស្ដេចពិឃាតមួយក្បាលនោះឯងគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់រាល់ផ្ទះណាដែលនៅជាប់ជាព្រៃគឺត្រូវតែមានអាវុធដើម្បីទប់ទល់ជាមួយនឹងខ្លាមួយក្បាលនោះហើយនៅពេលយប់គ្រប់គ្នាគឺត្រូវតែបង្កាត់ភ្លើងឲ្យបានគ្រប់ផ្ទះនៅពេលនោះអ៊ំទាំង4នាក់និងគ្រូក្តីម្នាក់នោះ
ក៏បានដើរចូលទៅតាមជីព្រៃក្បែរនោះដើម្បីមើលស្ថានភាពគឺចង់និយាយថាយើងដើរទៅមើលក្បែរភូមិនៅពេលថ្ងៃឲ្យហើយក្រែងលោវាមកក្បែរភូមិហើយយើងមិនបានដឹងជាមុនដូច្នេះហើយបើយើងអាចដឹងមុនវាប្រកាសជាពិបាកក្នុងការមកវាប្រហារយើងហើយបើយើងមិនបានដឹងមុនទេខ្លាចតែវាមកលបវាប្រហារទៅលើកូនក្មេងឬស្ត្រីទន់ខ្សោយហើយនៅពេលដែលពួកគាត់ទៅនោះពួកគាត់សម្ដៅទៅព្រៃខាងត្បូងមុនព្រោះខាងត្បូងវាគឺជាភូមិសាស្ត្រដែលងាយបង្កគ្រោះថ្នាក់ជាងគេនៅពេលពួកគាត់ទៅដល់គាត់និយាយថាមិនបានឃើញស្នាមដានជើងវាក៏ដូចជាមានចំណុចអ្វីគួរឲ្យសង្ស័យនោះទេថ្ងៃទី2ពួកគាត់ក៏បានទៅព្រៃឯកើតនៅពេលដែលទៅដល់គឺដូចគ្នាមិនមានអ្វីដែលគួរឲ្យសង្ស័យនោះទេហើយពួកគាត់ក៏បានបន្តទៅព្រៃឯជើងវាគឺជាកន្លែងដែលពួកគាត់មានការសង្ស័យបំផុតព្រោះព្រៃម្ដុំនោះគឺជាផ្លូវប្រសពដែលគេតែងតែឃើញពួកវាមុននឹងគាត់បាញ់សម្លាប់អាឈ្មោលប៉ុន្តែបើជាមិនឃើញស្លាកស្នាមរបស់វាទៅវិញគាត់មិនដែលមានការសង្ស័យនោះទេថាខ្លាមួយក្បាលនោះវាមកសង្ងំលាក់ខ្លួននៅព្រៃអាលិចភូមិព្រោះទីតាំងនោះគឺជាទីតាំងយុទ្ធសាស្ត្រក៏វាមិនសូវជាអំណោយផលដល់ប្រភេទសត្វសាហាវហើយមួយទៀតវាគឺជាផ្លូវដែលអ្នកភូមិតែងតែចេញចូលហើយណាមួយផ្ទះដែលគេឲ្យពួកគាត់ដេកនៅយាមល្បាតនោះក៏នៅជាខាងលិចភូមិដែរដូច្នេះហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍ថាខ្លានោះមកលាក់ខ្លួននៅទីនោះទេហើយនៅពេលដែលពួកគាត់មើលអស់3ទិសជុំវិញភូមិហើយពួកគាត់ក៏នាំគ្នាឈប់ស្វែងរកវាទៀតហើយក៏នាំគ្នាយាមល្បាតតាមធម្មតាវិញព្រោះគិតថាខ្លានោះវាមិនទាន់ត្រឡប់មកគៀកភូមិវិញនោះទេនៅថ្ងៃទី1សូនគាត់ថាគាត់ឃ្លានមកជួព្រៃសាច់ទាកប៉ាហើយក៏បានចូលទៅក្នុងព្រៃនៅក្បែរនោះដើម្បីបេះស្លឹកតមូងក៏ដូចជារកជីករំដេងព្រៃដែលដុះនៅក្បែរនោះនៅល្ងាចថ្ងៃនោះម៉ោងប្រហែលជា3កន្លះរសៀលមេឃក៏រៀងរលឹមតិចសូនបានដើរសម្ដៅទៅកំពូលព្រៃមួយដើម្បីជីករំដេងព្រៃនៅពេលដែលជីករំដេងហើយក៏បានដើរសម្ដៅទៅកន្លែងមួយទៀតដើម្បីបេះស្លឹកតមូងគាត់ក៏បានឡើងទៅលើដើមនោះដើម្បីបេះស្លឹកវាមួយសន្ទុះក្រោយមកក៏ឮសំឡេងសត្វអ្វីម្យ៉ាងមានចលនានៅក្នុងកំពូលព្រៃមួយនៅពេលនោះគាត់មិនហ៊ានរំកើខ្លួននោះទេខ្លាចសត្វនោះវាដឹងព្រោះគាត់គិតថាសត្វនោះបើមិនមែនខ្លាក៏ជួបព្រៃដែរគប់សំជាមួយនឹងមនុស្សគាត់ពូកែខ្លាចផងដូច្នេះហើយគាត់សង្ងំចាំមើលម្ចាស់សំឡេងនោះបង្ហាញខ្លួនសិនពេលនោះវាក៏បានដើរចេញមកពីកំពូលព្រៃនោះមានអារម្មណ៍ថាមានកូនពស់ឬក៏សត្វតូចអ្វីម្យ៉ាងបានទៅរំខានវាក៏បានដើរចេញពីកំពូលព្រៃនោះតាមធម្មតាវាប្រកាសជាសង្ងំលាក់ខ្លួននៅទីនោះហើយមិនចេញមកនោះទេនៅពេលដែលឃើញវាដើរចេញមកសូនក៏យកដៃខ្ទប់មាត់មិនហ៊ាននិយាយអ្វីនោះឡើយសត្វខ្លាញីមួយក្បាលក៏បានដើរសម្ដៅទៅជ្រុងម្ខាងទៀតនៅពេលដែលដឹងថាខ្លានោះដើរទៅផុតហើយសូនគាត់មិនហ៊ានចុះមកទេព្រោះខ្លាចថានៅពេលដែលគាត់ចុះមកខ្លានោះនឹងបកក្រោយមកវាប្រហារគាត់វិញហើយណាមួយគាត់ទៅនោះមិនមានកាំភ្លើងមានអ្វីឈប់ខ្លួននោះទេគាត់ក៏បានស្រែកបន្លឺសំឡេងឡើងយ៉ាងខ្លាំងថាខ្លាជួយផងខ្លាធំណាស់ពេលនោះដេតជូតយ៉ាន់និងអ្នកភូមិដែលនៅក្បែរនោះក៏បានរត់កាត់កំបិតកាន់កាំភ្លើងសម្ដៅមករកគាត់នៅពេលដែលដើរទៅដល់ពួកគាត់គឺគិតថាសូននិយាយលេងព្រោះគាត់លេងច្រើនប៉ុន្តែពេលនោះសូនក៏បានចង្អុលទៅជ្រុងម្ខាងដែលមានស្នាមដានជើងខ្លាទើបតែនឹងដើរចេញទៅហើយសូនក៏សម្រួតខ្លួនចុះពីលើដើមឈើអ្នកទាំងអស់គ្នាដែលនៅទីនោះក៏បាននាំគ្នាមើលស្នាមដានជើងដែលទើបតែនឹងដើរចេញទៅនោះប៉ុន្តែវាគឺជាដានជើងរបស់ខ្លាគ្រប់គ្នាក៏នាំគ្នាដើរថយក្រោយនិងដើរត្រឡប់មកក្នុងភូមិវិញហើយក៏បានគោះត្រដោកជប់ជុំគ្នាដើម្បីរិះរកវិធីដើម្បីកម្ចាត់ខ្លានោះគ្មាននរណាម្នាក់នឹកស្មានតតែសោះឡើយថាខ្លានោះបើជាមកនៅកន្លែងនេះទៅវិញដោយពាក្យចាស់លោកពោលថាកន្លែងដែលគ្រោះថ្នាក់គឺជាកន្លែងដែលមានសុវត្ថិភាពចំណែកកន្លែងដែលគិតថាមានសុវត្ថិភាពគឺពោពេញទៅដោយគ្រោះថ្នាក់នៅពេលនោះយ៉ាន់និងជូតគាត់គឺជាអ្នកផ្ដាំគំនិតគាត់បាននិយាយថាសូមឲ្យក្មេងៗនិងមនុស្សស្រីមួយចំនួនកុំមកចូលទៅក្នុងព្រៃអីពិសេសជាងគេគឺព្រៃខាងលិចភូមិហើយមនុស្សប្រុសពេញកម្លាំងក៏ដោយប្រសិនជាអាចនាំគ្នាឈប់ចូលព្រៃមួយរយៈទៅ
គាត់ទាំង4នាក់និងគ្រូក្តីនឹងរៀបចំយុទ្ធសាស្ត្រដើម្បីកម្ចាត់ខ្លាមួយក្បាលនោះហើយពួកគាត់ក៏គិតថានឹងយកកូនគោមួយក្បាលរបស់អ្នកភូមិដើម្បីយកទៅចងបញ្ឆោតធ្វើជាចំណីរបស់វាប៉ុន្តែគ្រូក្តីគាត់មិនចង់ឲ្យធ្វើបែបនេះនោះទេព្រោះគាត់គិតថាខ្លាមួយក្បាលនេះវាគឺជាព្រាយខ្លាហើយវាមានយានដូចជាមនុស្សអញ្ចឹងវាអាចដឹងច្បាស់ណាស់បើធ្វើបែបនេះវានឹងមិនចេញមកនោះទេប៉ុន្តែអ៊ំជូតបានកាត់សម្ដីគាត់ហើយនិយាយថាមិនអញ្ចឹងនោះទេព្រោះតាមមើលទៅខ្លានេះมันបានវាប្រហារចំណីដែលនៅក្នុងភូមិចិត្តមួយខែទៅហើយដូច្នេះវាប្រកាសជាឃ្លានចំណីខ្លាំងណាស់ហើយព្រោះក្រៅពីក្នុងភូមិនៅតាមព្រៃសត្វព្រៃទាំងអស់នោះមិនងាយវាមកវាប្រហារស្រួលដូចជាសត្វស្រុកនោះទេគាត់និងអ៊ំហើយនឹងគ្រូក្តីម្នាក់នោះក៏បានចេញទៅសង់ថ្នាក់នៅព្រឹកប្រហៀមនៅម៉ោង 9 ព្រឹកថ្នាក់ក៏បានសង់ហើយថ្នាក់ទាំងអស់គឺមាន2មួយគឺសង់នៅកន្លែងដែលចងគោបញ្ឆោតខ្លានោះហើយមួយកន្លែងទៀតគឺគេធ្វើនៅមាត់ផ្លូវដែលពេលខ្លានោះរត់សម្ដៅទៅវិញហើយពួកគាត់គិតថាព្រាយខ្លានៅពេលថ្ងៃដូចតែអ្នកទាំងអស់គ្នាធ្លាប់ស្ដាប់រឿងខ្ញុំប្រាប់អញ្ចឹងគឺវាមិនឆ្លាតដូចជាពេលយប់នោះទេហើយក៏ត្រូវតែសម្ដែងល្ខោនឲ្យខ្លានោះមើលផងដែរបើយើងធ្វើជាយកគោទៅចងចោលស្រស់ពេកខ្លាចថាខ្លានោះវាដឹងខ្លួនហើយវាមិនមករកចំណីនោះទេចង់និយាយថាគឺត្រូវតែសម្ដែងធ្វើជាអ្នកភូមិដែលដឹកគោយកទៅចងឬក៏ធ្វើជាយកគោទៅចងចោលឲ្យភ្លេចហើយដើរសម្ដៅមកផ្ទះវិញព្រោះខ្លានោះវាសង្ងំចាំមើលតែយើងនោះទេហើយព្រឹកនោះបានជាពួកគាត់ធ្វើថ្នាក់នៅទីនោះព្រោះពួកគាត់បាននាំគ្នាបាញ់កំភ្លើងឲ្យលាន់ស្នូដើម្បីឲ្យខ្លានោះវាទៅឲ្យឆ្ងាយពីកន្លែងនោះមួយពេលហើយទម្រាំតែគាត់ធ្វើឲ្យខ្លានោះនឹងត្រឡប់មកវិញវាមិនដឹងខ្លួននោះទេពេលនោះកូនគោមួយក្បាលក៏ត្រូវបានអ្នកភូមិដឹកយកទៅចងចោលចំណែកអ៊ំនិងគ្រូក្តីគឺនៅលើថ្នាក់ចាំជាស្រេចហើយកន្លែងដែលចងគោចោលគឺមិនសូវជាធំនោះទេដោយសារតែវាគឺជាតំបន់ព្រៃម្ចាស់គោបានយកគោទៅចងនៅនឹងដំបូកតូចមួយដែលមានព្រិចដុះលាស់ខ្ចីកំពុងតែស៊ីបណ្ដើរនិងស្រែករោបណ្ដើរម្ចាស់គោក៏ដើរត្រឡប់មកភូមិវិញមួយសន្ទុះក្រោយមកក៏មិនទាន់ឃើញសត្វខ្លានោះបង្ហាញខ្លួននោះដែរពួកគាត់ចាំតាំងពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 2 រសៀលម្នាក់ក៏ឃ្លានបាយដែរប៉ុន្តែក៏បានដាក់បាយនិងត្រីប្រឡាស់ទៅតាមខ្លួនព្រោះមិនចង់ឲ្យខ្លានោះដឹងគឺពួកគាត់មិនបានឲ្យអ្នកភូមិយកម្ហូបទៅឲ្យឬក៏ចុះមកយកបាយនៅក្នុងភូមិនោះឡើយហើយពួកគាត់ក៏បានប្រើមន្តវិជ្ជាដែលខ្លួនបានរៀនដើម្បីបំបាំងភ្នែករបស់ខ្លានោះផងដែរហើយក៏បានបាចផេះបាចអីនៅកន្លែងធ្វើថ្នាក់នោះដើម្បីកុំឲ្យខ្លានោះហិតក្លិនរបស់ពួកគាត់ដឹងពេលកំពុងតែហូបបាយអំឡុងបានបន្តិចប្រហែលជាម៉ោង 4 ល្ងាចមេរលឹមតិចកូនគោក៏ស្រែករកមេរបស់វាកូនគោមួយក្បាលនេះមិនធ្លាប់រត់ចេញពីហ្វូងរបស់វានោះទេអ៊ំជូតគាត់បានឲ្យគេរើសកូនគោប្រភេទនេះឯងគឺជាគោដែលខ្លាចព្រៃដែលមិនស៊ាំនឹងការរស់នៅម្នាក់ឯងក៏ដូចជាមិនធ្លាប់បំបាយចេញពីហ្វូងព្រោះយកកូនគោបែបនេះមកគឺវាអាចនឹងស្រែកបន្លឺសំឡេងឡើងរកមេរបស់វាដូច្នេះហើយសត្វខ្លានៅពេលដែលវាឮសំឡេងគោវានឹងប្រញាប់រត់សម្ដៅមករកមេកំពុងតែរលឹមស្រេចមួយសន្ទុះក្រោយមកសំឡេងអ្វីម្យ៉ាងក៏បានដើរកាត់គុំផ្អាវសំឡេងនោះក៏ចេះតែបន្តដំណើរមកមុខរហូតមករកកូនគោនោះទោះជាយើងមើលពីលើថ្នាក់ក៏មើលមិនឃើញច្បាស់នោះដែរដោយសារតែមេឃរលឹមជាមួយនឹងកំពតព្រៃដែលដុះក្រាស់ខ្មឹកស្រមោលស្ទង់បានដើរចេញមកតាមផ្លូវចាស់មួយក្បែរជីព្រៃកូនគោវាចេះតែបន្លឺសំឡេងកាន់តែខ្លាំងពេលដំបូងគឺវាបន្លឺសំឡេងដែលនឹកទៅដល់មេរបស់វាប៉ុន្តែម្ដងនេះគឺវាបន្លឺនៅសំឡេងដូចជាភ័យខ្លាចជាមួយនឹងសត្វសាហាវអ្វីម្យ៉ាងដែលកំពុងតែមកគៀកវាខ្លាញីមួយក្បាលបងបង្ហាញខ្លួនរាងកាយរបស់វាស្គមស្គាំងបន្តិចមើលទៅវាប្រហែលជាអាឡោះអាឡៃជាមួយនឹងអាឈ្មោលហើយវាមិនសូវជាបានចេញប្រមាញ់ចំណីខ្លានោះដើរលោបមើលទៅក្រសែភ្នែករបស់វាតែងតែសម្លឹងទៅក្បែរកូនគោរហូតព្រោះវាខ្លាចថាគេដាក់ជាអន្ទាក់ប៉ុន្តែប៉ុណ្ណាដោយដែលបងប្អូនដឹងស្រាប់ហើយគ្មានអ្វីឆ្លាតជាមនុស្សនោះទេខ្លាបានដើរសម្ដៅមកមុខបន្តិចសំឡេងកំភ្លើងពីរគ្រាប់ក៏បានបន្លឺឡើងវាជាស្នូកំភ្លើងរបស់គ្រូក្តីនិងអ៊ំជូតវាក៏នៅតែរហ័សដូចមុនអញ្ចឹងនៅពេលដែលសំឡេងកំភ្លើងបានបន្លឺឡើងវាក៏ប្រះខ្លួន
បងប្អូនធ្លាប់ឃើញនៅតាមទូរទស្សន៍ឬក៏ឯកសារសត្វទេសត្វមួយចំនួនដែលរហ័សនៅពេលដែលស្នូរកំភ្លើងបន្លឺឡើងវាក៏អាចប្រះខ្លួនគេចបានបន្តិចដែរខ្លានោះនៅពេលដែលវាប្រះខ្លួនគ្រាប់កំភ្លើងក៏បានទៅត្រូវស្មារបស់វាទាំងពីរគ្រាប់តាមពិតអ៊ំគាត់បាញ់សម្ដៅទៅរកក្បាលនោះទេប៉ុន្តែដែលហេតុថាវាកិច្ចបន្តិចវាមានរបួសហើយក៏បានបោទៅមុខបន្តប៉ុន្តែវាដូចជាគម្រោងការដែលពួកគាត់បានត្រៀមទុកអញ្ចឹងខ្លានោះបានបោមុខក៏ត្រូវបានអ៊ំយ៉ាន់និងអ៊ំដេតបាញ់ពីលើធ្នាក់មកទៀតព្រោះកំភ្លើងរបស់គាត់ក៏ទៅត្រូវដងខ្លួនខ្លានោះក៏រត់ទៅជាប់ជាមួយនឹងដើមឈើវាក៏ហក់ទៅមួយកម្លាំងរបស់វាតែក៏ជាប់ទៅនឹងកូនឈើនៅក្បែរនោះវាប្រុងនឹងងើបរត់បន្តទៅមុខទៀតតែទៅមិនរួចក៏ត្រូវបានអ៊ំបាញ់សង្គ្រោះពីលើថែមសំឡេងកំភ្លើងក៏បានបន្លឺឡើងជាច្រើនគ្រាប់អ្នកភូមិក៏បានរត់សម្ដៅទៅកាន់កំបិតកាន់ជាប់ចេញពីភូមិមកយ៉ាងរហ័សនៅពេលមកដល់ខ្លាមួយក្បាលនោះមិនទាន់បានងាប់នោះទេវានៅដល់ដង្ហើមចង្រិតហើយក៏ត្រូវបានអ៊ំជូតចុះពីលើធ្នាក់មកនិងបាញ់កណ្ដាលក្បាលរបស់វាដើម្បីបញ្ចប់ជីវិតរបស់ស្ដេចពិឃាតដែនព្រៃមួយក្បាលនេះនៅពេលនោះគាត់ក៏បានយកកំបិតអាគមរបស់ហុំយ៉ាន់សូត្រនៅគាថាអ្វីម្យ៉ាងហើយក៏ចាក់ទៅលើថ្ងាសរបស់វាដូចជាការសង្កត់ប្រលឹងវិញ្ញាណអ្វីមួយហើយគាត់ក៏ឲ្យអ្នកស្រុកអ្នកភូមិចាត់ចែងទៅគាត់មិនបានខ្វល់នោះទេហើយភារកិច្ចកំចាត់ខ្លារបស់គាត់គឺបានចប់សពគ្រប់នៅពេលដែលស្រុកភូមិបានសុខសាន្តពួកគាត់ក៏ទទួលបញ្ជាចាក់ចេញពីកន្លែងនោះហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសូមបញ្ឈប់ការបរបាញ់សត្វព្រៃខុសច្បាប់សូមអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងនៅក្នុងអត្ថបទសូមអរគុណនិងសូមជម្រាបលា